សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺ admin បានលើកយករឿងថ្មីមួយយកមកសម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅផ្ដើមសាច់រឿងរបស់យើងគឺឃើញតួស្រីម្នាក់ហ្នឹងកំពុងតែអង្គុយនិយាយទូរស័ព្ទជាមួយនឹងមនុស្សម្នាក់ដោយមនុស្សម្នាក់នៅក្នុងទូរស័ព្ទហ្នឹងក៏បាននិយាយថាចៅយ៉ានតើការ design រួចរាល់ហើយឬនៅអតិថិជនកំពុងតែបញ្ញាប់តួស្រីក៏បានតបទៅវិញថាចិត្តហើយចាំបន្តិចណាហើយនាងក៏បញ្ញាប់ងាប់ដៃងាប់ជើងបង្ហើយការងារ design របស់នាងនឹងឲ្យឆាប់រួចរាល់ពេលដែលនាងធ្វើរួចរាល់រួចហើយនាងក៏បានតម្រេកខ្លួនរបស់នាងដេកទៅលើគ្រែរួចនាងក៏បានរៀបរាប់ប្រាប់យើងថាឈ្មោះរបស់ខ្ញុំគឺលីនយ៉ានរាយបញ្ជីនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយផ្សេងទៀតនៅក្នុងម៉ាស៊ីនសុបិនដ៏ធំបំផុតរបស់ខ្ញុំគឺចង់ខ្លាចជាអ្នកជំនាញខ្យល់ដែលដេកនៅលើគ្រែរហូតព្រះជាម្ចាស់ដែលមានព្រះハរតីមេត្តាករុណាបើខ្ញុំទម្លាក់10ផោនណាតើអ្នកអាចធ្វើឲ្យខ្ញុំឈប់ធ្វើការលើសម៉ោងបានដែរទេណោះអ្វីដែលខ្ញុំគិតណាគឺវាមិនដែលមានសោះនៅក្នុងរយៈពេល1លានឆ្នាំដែលបំណងប្រាថ្នាមួយនោះនឹងខ្លាចតែជាការពិតប៉ុន្តែវាពិតជាបានកើតឡើងមែនគ្រាន់តែថាមិនមែននៅក្នុងពិភពលោកមួយនេះទេរួចតួស្រីយើងនឹងក៏បានលើសូរសំឡេងមនុស្សម្នាក់និយាយមកកាន់ខ្លួនថាកូនសិស្សធីងយ៉ានឯងធ្វើស្អីណារួចហើយតួស្រីយើងនឹងក៏បានបើកភ្នែកមកវិញហ្មងហើយធ្វើឲ្យនាងគាំងនឹងភាពផ្អើលឡើងខ្លាំងនឹងនិយាយចេញដោយសារតែពេលដែលនាងបើកភ្នែកមកមិនមែននៅលើក្រែនៅក្នុងបន្ទប់របស់នាងទេគឺនៅកន្លែងណាក៏នាងអត់ដឹងដែរបន្ទាប់មកនាងក៏បានគិតទាំងឆ្ងល់នៅក្នុងចិត្តថាលាវធីងយ៉ានណាគេហ្នឹងចាំបន្តិចតើខ្ញុំនៅណាហ្នឹងក្រែងខ្ញុំនៅលើក្រែតើអីតើខ្ញុំទៅតែឆ្លងភពតើកញ្ចប់ការចងចាំរបស់ខ្ញុំនៅឯណាតែការណែនាំសម្រាប់អ្នកថ្មីរបស់ខ្ញុំនៅឯណាម៉ែអើយកូនចាប់ហើយរីហើយសាច់រឿងយើងក៏បានប្រាប់ថាមនុស្សស្រីដែលតួស្រីយើងឆ្លងចូលហ្នឹងគឺមានឈ្មោះថាលាវធីងយ៉ានជាសិស្សនៅកំពូលភ្នំឈិងគូនៃនិកាយអមតៈកឹងឆឹងហើយមនុស្សប្រុសម្នាក់ដែលបាននិយាយទៅកាន់តួស្រីកាលពីផ្ដើមរឿងហ្នឹងគឺជាគ្រូរបស់ម្ចាស់រាងកាយមួយនឹងឯងហើយគេក៏បាននិយាយតទៅកាន់តួស្រីថាធីងយ៉ានកុំបង្ខំខ្លួនឯងពេកអីឯងបានចូលរួមយឺតការដាំដុះរបស់ឯងខ្សោយហើយចំណាត់ថ្នាក់របស់ឯងគឺនៅបាតតារាងនៃនិកាយព្រឹត្តិការណ៍ជ្រើសរើសនេះវាពិតជាសម្រាប់សិស្សកំពូលភ្នំឈិងគូរបស់យើងគឺគ្រាន់តែនៅទីនេះដើម្បីបំពេញមនុស្សឲ្យគ្រប់ចំនួននោះទេឮអញ្ចឹងហើយតួស្រីយើងក៏បានគិតនៅក្នុងចិត្តទៀតហើយថាតើភាពរញ៉េរញ៉ៃប្រភេទស្អីនេះខ្ញុំបានឆ្លងភពទៅក្នុងពិភពដាំដុះហើយបានក្លាយជាសិស្សរបស់បរិយដ៏គួរអស់សំណោចនេះដល់របៀបណាបុព្វបុរសរបស់យើងបានស្ថិតនៅក្នុងភាពឯកាអស់រយៈពេល500ឆ្នាំនៅលើភ្នំបរិសុទ្ធ3ឥឡូវនេះទីបំផុតគាត់នឹងចេញពីភាពឯកាក្នុងនាមជានិកាយឈានមុខគេនៃផ្លូវត្រឹមត្រូវនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនាំមកនូវកិត្តិយសមិនត្រឹមតែសម្រាប់យើងប៉ុណ្ណោះទេប៉ុន្តែដល់ពិភពនៃអ្នកដាំដុះទាំងមូលរួចគេក៏បានប្រើសិលដើម្បីឲ្យតួស្រីនឹងបានឃើញនៅខាងក្រោមអញ្ចឹងថាមានមនុស្សច្រើនប៉ុណ្ណាដោយសារបច្ចុប្បន្នហ្នឹងគឺពួកគេកំពុងតែនិយាយគ្នានៅលើពពកទេអញ្ចឹងវាមានពពកបាំងរួចហើយតួស្រីយើងពេលឃើញអញ្ចឹងក៏បាននិយាយថាអីយ៉ាមានមនុស្សច្រើនណាស់លោកគ្រូតើបុព្វបុរសម្នាក់នេះងាយស្រួលនៅជាមួយដែរទេគ្រូគេក៏បានតបទៅវិញថាមិនច្បាច់ព្រួយបារម្ភទេសព្វនាមតើរបស់គាត់គឺភាពមេត្តាលក្ខកំបាំងតើជីនរៀមច្បងគឺមានឋានៈខ្ពស់ណាស់ដែលសូម្បីតែមេបៈរបស់យើងក៏ត្រូវហៅគាត់ថាបុព្វបុរសដែរខ្ញុំមិនដែលជួបគាត់ទេប៉ុន្តែដោយវិនិច្ឆ័យដោយឈ្មោះរបស់គាត់ប្រហែលជារៀមច្បងដែលមានបញ្ញានិងសប្បុរសពេលលឺអញ្ចឹងហើយតួស្រីក៏បាននិយាយថាអូអញ្ចឹងធូរទ្រូងបន្តិចបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានចុះពីលើពពកមកក្រោមរួចតួស្រីរបស់យើងក៏បានមើលជុំវិញហើយក៏បានភ្ញាក់ផ្អើលរួចក៏លាន់មាត់ថាហ៎មួយមិនបានមានតែស្រីនៅទីនេះអញ្ចឹងនេះជាការជ្រើសរើសសិស្សឬក៏ជាការសម្ភាសចូលហារ៉ែមរបស់អាត្រាជពេលដែលតួស្រីយើងកំពុងតែគិតហ្នឹងក៏មានមនុស្សស្រីម្នាក់ក៏លេចឃើញតួស្រីយើងហើយក៏បានដើរចូលមករាក់ទាក់ជាមួយនឹងគ្រូរបស់តួស្រីនឹងឯងដែលហៅគ្រូរបស់តួស្រីថាសិស្សប្អូនតើនាងមកពីតកូលណាដែរហើយសាច់រឿងក៏បានប្រាប់ឲ្យយើងដឹងថាមនុស្សស្រីម្នាក់ហ្នឹងឈ្មោះថាមូគួនសេងជាក្មួយស្រីរបស់មេបនិកាយអមតៈកឹងឆិនហ្នឹងបន្ទាប់មកគ្រូរបស់តួស្រីក៏បានណែនាំតួស្រីទៅកាន់មនុស្សស្រីម្នាក់មិញថាសិស្សច្បងនាងជាសិស្សរបស់ខ្ញុំសូមគោរពអ្នកគ្រូអ៊ំវ៉ាវនាងស្អាតណាស់រួចហើយមនុស្សស្រីម្នាក់មិញហ្នឹងក៏បានញញឹមទៅកាន់តួស្រីវិញហើយបាននិយាយថាអូអញ្ចឹងនាងមិនមែនជាសិស្សប្អូនទេនាងគឺជាសិស្សក្មួយអញ្ចឹងមិនបាច់មានសម្ពាធអីទេពេលឮអញ្ចឹងពួកម្នាងដែលនៅចិត្តម៉ូគួនសេងហ្នឹងនាំគ្នានិយាយថាភឹសជាមួយនឹងកម្រិតនៃការដាំដុះដ៏គួរអស់សំណោចហ្នឹងនាងពិតជាត្រូវបានកម្ចាត់ចោលនៅក្នុងជុំទី1មិនខានមែនហើយគ្មានការសង្ស័យអំពីវាទេពេលឮបែបហ្នឹងហើយគ្រូតួស្រីក៏បានងាកមកនិយាយជាមួយតួស្រីថាមិនសំខាន់ទេថាឯងអាចឆ្លងកាត់បានឬអត់នោះគ្រូមិនប្រកាន់វាទេរួចហើយតួស្រីក៏បានងក់ក្បាលជាមួយនឹងគ្រូរបស់ខ្លួនរួចក៏បានគិតក្នុងចិត្តថាសម្ពាធតើសម្ពាធស្អីខ្ញុំគ្រាន់តែនៅទីនេះទាំងអត់ចង់ផងរួចហើយភ្លាមក៏មានយុទ្ធសរមួយបានបញ្ចេញមកពីក្នុងប្រាសាទមួយហើយក៏បានលេចចេញនៅវត្តមានរបស់មនុស្ស5នាក់ចេញមកដោយក្នុងចំណោម5នាក់ហ្នឹងមានមនុស្សម្នាក់មានឈ្មោះថាស៊ីឈៀនលី
គឺជាមេបកនៃនិកាយអមតៈកឹងច្រើននឹងតែម្ដងសិស្សស្រីអស់ហ្នឹងពេលឃើញមេបកចេញមករៀងសង្ហាអញ្ចឹងក៏នាំគ្នានិយាយថាវ៉ាវសូម្បីតែមេបកក៏នៅទីនេះដែរនៅពេលដែលអរិយដ៏គួរឲ្យភ័យខ្លាចនោះបានបង្ហាញខ្លួនកាលពីឆ្នាំមុនណាមានតែលោកម្ចាស់វិមានទាំង4ប៉ុណ្ណោះដែលបានបង្ហាញខ្លួនប៉ុន្តែឥឡូវនេះពួកគេកំពុងបង្ហាញអ្នកធំទាំងអស់តើវាសម្រាប់ព្រឹត្តិការណ៍ជ្រើសរើសឬមើលទៅថ្នាក់លើខ្វល់ខ្វាយពីរឿងនេះខ្លាំងណាស់ហើយមេបកហ្នឹងក៏បាននិយាយថាថ្ងៃនេះយើងនឹងជ្រើសរើសសិស្ស100នាក់ដើម្បីបម្រើនិងមើលថែបុព្វបុរសតៅជីនបន្ទាប់មកពួកគេទាំង5នាក់ហ្នឹងបានបើកអរេទូគនិគមដើម្បីនាំមនុស្ស100នាក់ដែលបានជ្រើសរើសហ្នឹងទៅកន្លែងដែលបុព្វបុរសនៅហើយនៅក្នុងចំណោម100នាក់ហ្នឹងក៏មានទូស្រីរបស់យើងដែរពេលឃើញចឹងទូស្រីយើងក៏បានគិតថាចាំតិចខ្ញុំគិតថាយើងគ្រាន់តែនៅទីនេះជាការបំពេញបន្ថែមតើរួចមិនមកខ្ញុំត្រូវបានជ្រើសរើសដែរដល់ពេលអារេចាប់ដើមដំណើរការហើយទូស្រីក៏បានស្រែកបដ ாய் ថាទេជប់សិនរួចហើយសាច់រឿងរបស់យើងក៏បានមកនៅវាមានភ្នំបរិសុទ្ធ3តែម្ដងដែលជាកន្លែងដែលបុព្វបុរសនឹងនៅទូស្រីក៏បានគិតក្នុងចិត្តថា teleport នៅពិភពដាំដុះនេះពិតជាលយមែនមកផ្លេតសោះដល់កន្លែងបាត់ admin សបើកមកចោលតិច teleport ហើយនឹងទូគនិគមគឺវាជាមួយគ្នាទេអញ្ចឹងចាប់ពីវាទៅ admin សុំហៅតែ teleport តែវាខ្លីជាងរួចម្នាក់ស្រីដែលមានឈ្មោះថាម៉ូគួនសេងដែលជាក្មួយរបស់មេប៉ាហ្នឹងបាននិយាយថាភ្នំបរិសុទ្ធ3ត្រូវបានបិទជិត500ឆ្នាំហើយប៉ុន្តែនៅខាងក្នុងវាមើលទៅបែបនេះឬហើយមនុស្សស្រី2នាក់ដែលបានដើរតាមនាងនៅក្បែរនាងហ្នឹងនិយាយថាណាគេខ្លះគិតថាកន្លែងនេះមានអារម្មណ៍ថាគួរឲ្យខ្លាចចាំតិចហេតុអ្វីបានជាខ្ញុំមិនអាចប្រើធម៌ពលខាងវិញ្ញាណរបស់ខ្ញុំបានអញ្ចឹងតើមានអ្វីកាត់ឡើងហើយចង្វាក់ទាំងនោះតើពួកវាទុកធ្វើអីទៅពេលដែលពួកនាងកំពុងតែនិយាយគ្នាហ្នឹងក៏កលេចឃើញដើមផ្កាម្យ៉ាងហើយក៏នាំគ្នាភ័យសន្ស្លោមែនទែនហើយស្រែកថាផ្កាទាំងនេះមើលទៅដូចជាផ្កាខ្មោចពលឺប្រច័ណ្ឌរីកមិនក៏នៅទីនេះមានច្រើនម្ល៉េះទូស្រីរបស់យើងក៏បានមើលផ្កាហ្នឹងហើយក៏បានគិតក្នុងចិត្តថាហ៎សម្រាប់ខ្ញុំវាមើលតែស្អាតតើមិនក៏ពួកនាងភ័យខ្លាំងម៉េចភ្លាមក៏បានឮសូរសំឡេងរបស់មនុស្សម្នាក់និយាយដោយម្នាក់ដែលនិយាយហ្នឹងគឺជាមេប៉ានិងមនុស្ស4នាក់ទៀតដែលបានបើកអរេ teleport នាំពួកគេមកដល់ទីហ្នឹងឯងទូស្រីយើងងាកទៅមើលហើយក៏បានគិតក្នុងចិត្តថាអូនេះពិតជាពិភពអ្នកដាំដុះមែនពួកគេថែមទាំងមានការផ្ញើសារតាមផ្លូវចិត្តទៀតផងហើយសារនឹងបានប្រាប់ថាអ្នកណាដែលទទួលបានការពេញចិត្តនឹងទទួលបានរង្វាន់យ៉ាងអស្ចារ្យនៅពេលដែលតាវជីនចេញពីភាពឯកាទាំងអស់គ្នាត្រូវធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនមានដើម្បីទទួលបានការយល់ព្រមពីគាត់រួចហើយសូមរាយការណ៍មកខ្ញុំវិញចង់ចាំថាមានរឿងមួយចំនួនដែលអ្នកទាំងអស់គ្នាមិនគួរនិយាយបើសិនបើអ្នកសួរលទ្ធផលតែមួយគត់គឺស្លាប់តាវជីននឹងមិនមែនជាមនុស្សធម្មតាទេបំរើគាត់ដោយយកចិត្តទុកដាក់ហើយត្រូវមានអាកប្បកិរិយាសមរម្យស្ដាប់ឮសម្ដីអស់ហ្នឹងហើយទូស្រីយើងចាប់ផ្ដើមភ័យបដ ாய் ហើយបានគិតក្នុងចិត្តទៀតថារួចមិនបានស្ដាប់ទៅដូចអត់សូវស្រួលអញ្ចឹងមិនគេប្រាប់ខ្ញុំថាគាត់ជារៀមច្បងនឹងមានចិត្តសប្បុរសនិងសភាពទេអីហេតុអ្វីបានជាភ្លាមមានអារម្មណ៍ថាយើងទើបតែបង្កើតទងមរណៈអញ្ចឹងរួចហើយទូស្រីយើងក៏បានងាកទៅមើលស្រីនៅជុំវិញនឹងហើយបានគិតក្នុងចិត្តតទៀតបើសិនបើបុព្វបុរសនេះមានគ្រោះថ្នាក់ខ្លាំងតើពួកគេមិនគួរបញ្ជូនព្រះសង្ឃឬក៏សេលេស្ទាដើម្បីដោះស្រាយជាមួយគាត់ទេអីហេតុអីបានជាត្រូវបញ្ជូនអ្នកដាំដោះស្រីអរិយនិងសត្វវិញ្ញាណមួយក្រុមមកជំនួសវិញបែបនេះនេះជាការជ្រើសរើសសិស្សឬជាការបូជាមនុស្សភ្លាមក៏មានយុទ្ធសាស្ត្រមួយបានសូត្រចេញមកហើយយុទ្ធសាស្ត្រហ្នឹងគឺបានព័ទ្ធជុំវិញវិមានភ្នំបរិសុទ្ធ3នឹងតែម្ដងហើយក៏បានប៉ះជាមួយនឹងទូស្រីយើងបន្តិចតែប៉ះតែចំហាយណាធ្វើឲ្យទូស្រីរបស់យើងហ្នឹងចាញ់ឈាមហើយទូស្រីរបស់យើងក៏បានលូហងចិត្តថាចង្រៃខ្ញុំកំពុងតែហូរឈាមហើយដល់ពេលឃើញចឹងមេប៉ាដែលកំពុងតែឈរលើពពងនឹងចាប់ដើមក្រាបសាពះដល់ដីមកហើយបាននិយាយថារៀមច្បងសូមរងាប់កំហឹងរបស់អ្នកហើយបន្ទាប់មកសិស្សទាំងអស់គ្នាក៏នាំគ្នាស្រែកតាមថាបុព្វបុរសសូមកំខឹងអីរួចហើយក៏មានសម្លេងមួយបាននិយាយចេញមកទាំងកាចថាបើសិនបើគាត់ចេញមកឥឡូវនេះអ្នករាល់គ្នានឹងស្លាប់ជាមិនខានដល់ពេលទូស្រីឮចឹងហើយចាប់ដើមស្លើបដ ாய் ឯគិតក្នុងចិត្តទៀតចាំតិចប្រកាសអត់ហ្នឹងថាអ្នកដែលចេញមកនឹងជាបុព្វបុរសរបស់និកាយមិនមែនជាស្ដេចបិសាចហើយមេប៉ាហ្នឹងក៏បាននិយាយថារៀមច្បងបន្ទាប់ពីអ្នកបានចូលទៅក្នុងភាពឯកាកាលពី500ឆ្នាំមុនគ្រូរបស់ពួកយើងបានស្លាប់មិនយូរប៉ុន្មាននោះទេមុនពេលគាត់ចាក់ចេញគាត់បានសរសេរសម្បត្តិឲ្យអ្នកដោយសង្ឃឹមថាវាអាចត្រូវបានបកគលឲ្យអ្នកដែលផ្ទាល់រួចហើយបុព្វបុរសម្នាក់នោះហ្នឹងក៏បានហៅឲ្យមេប៉ាហ្នឹងចូលទៅខាងក្នុងទៅបន្ទាប់ពីមេប៉ាចូលទៅខាងក្នុងនោះហើយក៏មានយុទ្ធសាស្ត្រពណ៌ក្រហមមួយព័ទ្ធជុំវិញវាមានភ្នំបរិសុទ្ធ3ហ្នឹងតែម្ដងហើយដល់ពេលពួកសិស្សស្រីអស់ហ្នឹងក៏បាននាំគ្នានិយាយថាតើយើងប្រកាសថាចូលទៅខាងក្នុងនោះប៉ុន្តែយើងត្រូវតែគោរពដល់បុព្វបុរសពេលទូស្រីឮអញ្ចឹងក៏បានគិតក្នុងចិត្តទៀតថានាងដឹងស្អីនោះគិតម្ដងទៀតទៅអីប្រហែលជាយើងមិនគួរចូលទៅខាងក្នុងទេមួយសន្ទុះក្រោយមកមេប៉ាក៏បានចេញមកពីវិមានភ្នំបរិសុទ្ធ3នឹងវិញទាំងដំណើរត្រេតត្រោតដើរអត់ត្រង់ផ្លូវទេរួចហើយក៏បានងើបមុខឡើងមកតែមិនបាច់មើលមុខទេជាប់មុខជាប់មាត់អត់លេងឯងមិនដឹងត្រូវអាណាគេវាយប្រមាណ100ដៃឯង
ហើយគេនឹងក៏បាននិយាយថាបុព្វបុរសបានចេញពីភាពឯកាហើយមិនចូលចិត្តដែលត្រូវបានរំខានមានតែសិស្សស្រីដែលត្រូវបានជ្រើសរើសឲ្យបម្រើគាត់ប៉ុណ្ណោះដែលអាចស្នាក់នៅបានសល់ប្រហែលចាក់ចេញទៅពេលឮសូរថាម្នាក់អាចចាក់ចេញបានហើយចឹងទាំងមេប៉ាទាំងអ្នកផ្សេងទៀតដែលមិនមែនជាអ្នកដែលត្រូវបានជ្រើសរើសនាំគ្នារត់ភៀសខ្លួនហ្មងដោយសារតែខ្លាចងាប់ទូស្រីឃើញគេរត់ចឹងបានគិតថាខ្ញុំមិនក៏ចង់រត់ដែររំពេចនោះក៏មានពស់ដ៏ធំមួយក្បាលបានវាចេញពីវិមានភ្នំបរិសុទ្ធ3នឹងចេញមកធ្វើឲ្យពួកសិស្សស្រីមានស្រែកថាពស់ពេញហ្នឹងហ្មងហើយមូគុនសេងហ្នឹងគឺបានអោនក្បាលគោរពដោយសារតែនាងដឹងថាពស់មួយហ្នឹងគឺជានរណាគេអញ្ចឹងណានាងក៏បាននិយាយទៅកាន់ពស់ហ្នឹងថាព្រឹទ្ធាចារ្យជាទីគោរពយើងខ្ញុំជាសិស្សបានមកថ្វាយនៅការគោរពរបស់យើងចំពោះបុព្វបុរសមេប៉ាក់បានបញ្ជូនពួកយើងឲ្យមកបម្រើគាត់ពស់ហ្នឹងក៏បានតបលក្ខណៈថាជាភាសាពស់ហ្នឹងប៉ុន្តែគេបកប្រែឲ្យយើងដឹងថាមកតាមខ្ញុំរួចហើយពស់មួយហ្នឹងក៏បាននាំពួកស្រីអស់ហ្នឹងចូលទៅក្នុងវិមានភ្នំបរិសុទ្ធ3ហើយក៏បានចូលទៅដល់កន្លែងដែលបុព្វបុរសនៅប៉ុន្តែនៅតាមផ្លូវដើរទៅហ្នឹងគឺទូស្រីបានកលេចឃើញឈាមនៅលើអញ្ចាំងហើយទូស្រីក៏បានកក់ហ្មងហើយគិតនឹងចិត្តថាឈាមនៅមុននេះកុំប្រាប់ខ្ញុំណាថាជារបស់មេប៉ាម៉ែអើយគុណចង់ទៅផ្ទះវិញមួយសន្ទុះក្រោយមកពួកនាងក៏បានចូលទៅដល់កន្លែងដែលបុព្វបុរសកំពុងតែនៅហើយបុព្វបុរសហ្នឹងក៏បាននិយាយទៅកាន់ពួកនាងថាចូលមកចិត្តមកពួកនាងក៏បានធ្វើតាមហើយនាំគ្នាអោនក្បាលគោរពបុព្វបុរសរួចក៏មានមនុស្សស្រីម្នាក់បានងើបក្បាលឡើងសម្លឹងមើលទៅបុព្វបុរសនោះដែលមនុស្សស្រីម្នាក់ហ្នឹងមើលទៅគួរឲ្យសង្ស័យខ្លាំងមែនទែនបុព្វបុរសក៏បានដើរចុះពីលើអាសនៈរបស់ខ្លួនហ្នឹងចុះមកខាងក្រោមរួចតួស្រីយើងក៏បានគិតក្នុងចិត្តថាខ្សែអង្កាមពណ៌ក្រហមហេតុអ្វីបានជាវាមានអារម្មណ៍ថាមានរឿងអាក្រក់កើតឡើងអញ្ចឹងសូមបញ្ជាក់ទីកន្លែងហ្នឹងគឺថាតួស្រីរបស់យើងហើយអ្នកផ្សេងទៀតហ្នឹងកំពុងតែអោនមកចោតបានងាយមុខឡើងលើទេអញ្ចឹងហើយតួស្រីយើងហ្នឹងឃើញតែខ្សែអង្កាមពណ៌ក្រហមដែលពាក់នៅនឹងជើងរបស់បុព្វបុរសហ្នឹងឯងបាននិយាយគិតក្នុងចិត្តចឹងបន្ទាប់ពីតួប្រុសដើរកាត់តួស្រីបន្តិចហើយក៏បាននិយាយថាក្លាហានណាស់រួចក៏បានសម្លាប់មនុស្សស្រីម្នាក់នៅចិត្តតួស្រីហ្នឹងចោលទៅមនុស្សស្រីដែលត្រូវសម្លាប់ហ្នឹងគឺជាមនុស្សស្រីម្នាក់ដែលបានងើបក្បាលឡើងមើលមុខបុព្វបុរសមុនហ្នឹងឯងហើយមនុស្សស្រីម្នាក់ហ្នឹងគឺជាជនបង្កប់ដែលបានបន្លំខ្លួនចូលមកជាមួយគេហ្នឹងទៅបុព្វបុរសហ្នឹងសម្លាប់ចោលដោយសារតែបុព្វបុរសដឹងថានាងហ្នឹងបន្លំខ្លួនចូលតួស្រីឃើញគេសម្លាប់មនុស្សនៅចិត្តខ្លួនអញ្ចឹងភ័យឡើងស្លន់មែនទែនហើយបានគិតក្នុងចិត្តថាមានរឿងអីកើតឡើងហ្នឹងខ្ញុំមិនទ្រាំអត់បានទេខ្ញុំទ្រាំបានទេមានមនុស្សស្លាប់ហើយព្រឺអើយមានមនុស្សស្លាប់ហើយតមកស្រីដែលមកជាក្រុមជាមួយនឹងមនុស្សស្រីម្នាក់មិញហ្នឹងក៏បាននិយាយថានេះមិនមែនជាសិស្សប្អូនស្រីវ៉ាន់លីងរបស់យើងទេនាងជាអ្នកណាហ្នឹងតើនាងលួចចូលបានយ៉ាងម៉េចហេតុអ្វីបានជាគ្មាននរណាម្នាក់បានកត់សម្គាល់ពីវាចឹងតួស្រីរបស់យើងកំពុងតែស្ដាប់ពួកស្រីអស់នោះនិយាយសុកក៏ត្រូវបានបុព្វបុរសរបស់យើងហ្នឹងចាប់ភ្ងើយចកាឡើងលើហើយក៏បាននិយាយថាទឹកមុខដែលនាងមានណាមិនទាន់តែនិយាយចោលផងសាច់រឿងយើងក៏បានប្រាប់ថាមនុស្សម្នាក់នេះហើយគឺជាបុព្វបុរសតើជាដែលគេបាននិយាយហ្នឹងដែលមានឈ្មោះថាស៊ីម៉ាចៅហើយក៏ជាតួឯកប្រុសនៅក្នុងសាច់រឿងរបស់យើងដែរយ៉ាងមិនដែរអ្នកទាំងអស់គ្នាសាច់រឿងមួយនេះបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តចង់ឲ្យអត់មានសម្រាប់បន្តទៀតណាខមមិននៅក្នុងខមមិនមកចឹងចាំជួបគ្នានៅវីដេអូក្រោយណាបាយបាយបន្តសាច់រឿងរបស់យើងកាលពីវគ្គមុនពេលដែលតួប្រុសកំពុងតែចាប់ចកាតួស្រីហ្នឹងណាតួស្រីកំពុងតែគិតក្នុងចិត្តទាំងភ័យខ្លាចថាតើខ្ញុំជាមនុស្សដែលមានភាពក្លាហាននៅទីនេះបានដោយរបៀបណាខ្ញុំអត់បានធ្វើអីផងហ្នឹងព្រឹទ្ធាចារ្យធំនៃនិកាយកឹងច្រើនខ្ញុំសូមស្បត់ថាខ្ញុំគ្មានកំហុសទេខ្ញុំនឹងស្លាប់សូមកូនសម្លាប់ខ្ញុំអីពេលដែលតួប្រុសកំពុងតែចាប់ចកាតួស្រីសុកហ្នឹងតួប្រុសក៏មានអារម្មណ៍មួយថាចម្លែកដូចជាមានធម៌ពលអីមួយវាប្រហារខ្លួនអញ្ចឹងបន្ទាប់មកក៏ប្រឡែងដៃពីចកាតួស្រីវិញតួស្រីឃើញគេប្រឡែងអញ្ចឹងក៏គិតក្នុងចិត្តថាចាំបន្តិចតើខ្ញុំរួចខ្លួនហើយបន្ទាប់ពីប្រឡែងដៃចេញពីតួស្រីហើយតួប្រុសក៏បានស្រែកឲ្យពួកនាងនឹងចេញទៅអស់ទៅរួចស្រីទាំងអស់ហ្នឹងព្រមទាំងតួស្រីក៏បាននាំគ្នារត់ប្រសាចេញទៅតែម្ដងតែមុននឹងចេញទៅតួស្រីឆ្លៀតងាកមើលមុខគេបន្តិចទៀតហើយគិតក្នុងចិត្តថាមិនបានសុកកំរោលចូលបែបនេះបុព្វបុរសម្នាក់នេះជាមនុស្សឈួតទៅដឹងចង់និយាយថាអាមិញហ្នឹងខ្លាចគេឡើងចង់យកមកដល់ពេលឥឡូវមកធ្វើឯងណាតួស្រីយើងដល់កមួយសន្ទុះក្រោយមកពួកគេទាំងអស់គ្នាក៏បានរត់ចេញពីប៉មភ្នំបរិសុទ្ធ3នឹងរួចហើយបន្ទាប់មកតួស្រីបានគិតក្នុងចិត្តថាម៉ែអើយរស់ហើយខ្ញុំបន្ទាប់មកស្រីម្នាក់ដែលមានឈ្មោះថាម៉ូគុនសេងហ្នឹងក៏បាននាំគ្នានិយាយទៅកាន់ពួកនាងទាំងអស់គ្នាថាចាប់តាំងពីមេបនិកាយបានបញ្ជាយើងបម្រើបុព្វបុរសយើងគួរតែស្នាក់នៅហើយរកកន្លែងដើម្បីរស់នៅពេលដែលនាងនិយាយចប់ហ្នឹងក៏មានសិស្សស្រីម្នាក់ទៀតបានចេញមុខមកហើយក៏បាននិយាយថាប៉ុន្តែសិស្សច្បងស្រីវាហាក់ដូចជាបុព្វបុរសមិនចង់បានការបម្រើរបស់យើងទេបើសិនបើយើងស្នាក់នៅទៀតវាមិនមែនជាការអត់ន័យទេហើយបន្ទាប់មកសាច់រឿងរបស់យើងក៏បានប្រាប់ថាមនុស្សស្រីម្នាក់ហ្នឹងមានឈ្មោះថាយុនស៊ីយៈគឺជាចៅស្រីរបស់ម្ចាស់វាំងតកូលយុនពេលលើបែបហ្នឹងហើយម៉ូគុនសេងក៏បាននិយាយទៅកាន់នាងវិញថាយុនស៊ីយៈឈប់ផ្សាយរឿងឥតប្រយោជន៍ទៀតទៅមិនសមហេតុផលសិស្សប្អូនស្រីម្នាក់នេះទៅតែស្លាប់យ៉ាងអនាគធម៌យើងទាំងអស់គ្នាបានឃើញផ្ទាល់ភ្នែក
ស្រីម្នាក់នោះមិនមែនជាសិស្សប្អូនស្រីវ៉ានីងទេប្រហែលជាបុព្វបុរសបានឃើញតាមរយៈការខ្លាចបារម្ភរបស់នាងអញ្ចឹងហើយទើបចាត់ការនាងចេញតែម្ដងអូដូច្នេះបើតាមសម្ដីនាងតើអ្នកណាជាស្វាក្នុងឧទាហរណ៍នេះទៅស្វាហ្នឹងគឺគេសំដៅទៅលើអ្នកដែលជាបន្ទុកឬក៏អ្នកបង្កបញ្ហាហើយពីរអ្នកហ្នឹងក៏បានឆ្លោះគ្នាញ៉ៃញ៉ៃពេញហ្នឹងឯងតួស្រីក៏បានឈរមើលគេឆ្លោះគ្នាហើយបានគិតក្នុងចិត្តថាអូនេះមិនមែនជានិកាយដាំដុះទេមែនតើវាប្រែក្លាយទៅជារឿងដ្រាម៉ានៅក្នុងវាងតាំងពីកាលនឹងជារឿងដ្រាម៉ាស្ទើរបែបថៃដែលបញ្ចប់ដោយការប្រយុទ្ធគ្នាទាំងពាក្យសម្ដីនិងរាងកាយតួស្រីឈរគិតសោកៗក៏មានដើមមួយហោះមកធ្លាក់ចំតួស្រីតែម្ដងចេះសំណាងឲ្យដល់តួស្រីកិច្ចតន់កុំអីត្រូវប៉ក់ហ្មងបន្ទាប់ពីឃើញថានៅពេលដែលខ្លួនចូលមើលគេចិត្តនឹងអាចនឹងមានគ្រោះថ្នាក់តួស្រីក៏ដាក់មេប្រូចរត់ហ្មងហើយក៏បានគិតក្នុងចិត្តថាខ្ញុំមកទៅតែបានរត់គេចរួចពីការត្រូវបានសម្លាប់ដោយបុព្វបុរសមិញផងខ្ញុំមិនចង់ស្លាប់នៅទីនេះទេបន្ទាប់ពីបានរត់ពួនមួយសន្ទុះក្រោយមកតួស្រីរបស់យើងក៏បានអោតក្បាលចេញមកដោយសារតែបានស្ងាត់សម្លេងអញ្ចឹងណាហើយតួស្រីបាននិយាយម្នាក់ឯងថាឈប់វាយគ្នាហើយបន្ទាប់ពីតួស្រីដើរចេញពីកន្លែងពួននឹងហើយក៏ឃើញថាអត់មានមនុស្សសូម្បីតែម្នាក់ហ្មងរួចក៏បាននិយាយជាមួយនឹងខ្លួនឯងថាចាំបន្តិចពេលនេះខ្ញុំនៅតែម្នាក់ឯងទេឬសិស្សច្បងអើយសិស្សច្បងសូមមេត្តាអាណិតដល់ជនក្រីក្រតូនខ្សោយគ្មានខ្ចីដែលគ្មានទីពឹងម្នាក់នេះផងបំភ្លេចវាចាទៅបើគ្មានអ្នកណាខ្វល់ទេក៏ខ្ញុំខ្ចីរវល់ដែរយ៉ាងណាក៏ដោយខ្ញុំពិតជាមិនបានស្ថិតនៅក្នុងពិភពលោកនេះទេបើសិនបើខ្ញុំស្លាប់ប្រហែលជាខ្ញុំគ្រាន់តែត្រឡប់ទៅវិញតែប៉ុណ្ណឹងឯងតាមពិតទៅការស្លាប់វាមិនគួរឲ្យខ្លាចទេតែជាការជឿចាប់នៅពេលស្លាប់តើបានគួរឲ្យខ្លាចនោះបំភ្លេចវាចុះយកពេលដែលគ្មានប្រយោជន៍នេះដើម្បីធ្វើភេសជ្ជៈលំហែមួយចំនួនសិនល្អជាងហើយតួស្រីក៏បានដើរទៅកន្លែងមួយដើម្បីសម្រាកបន្ទាប់មកសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងដែលតួប្រុសកំពុងតែអង្គុយមើលពួកនាងនឹងឆ្លោះគ្នាដោយតួប្រុសរបស់យើងនឹងគឺអត់បានតែមើលផ្ទាល់ណាប៉ុន្តែបានប្រើសិលដើម្បីមើលពួកនាងនឹងពីចម្ងាយរួចហើយស្រីម្នាក់ដែលមានឈ្មោះថាយុនស៊ីយិនឹងក៏បាននិយាយថាហ៊ានទៅបានខ្ញុំប្រកាសថាអ្នកទាំងអស់គ្នាបានលើអ្វីដែលក្រុមគ្រួសាររបស់អ្នកបាននិយាយមុនពេលមកទីនេះហើយយើងត្រូវយកចិត្តទុកដាក់បុព្វបុរសឲ្យបានមុនពេលអ្នកផ្សេងទៀតនេះមិនមែនគ្រាន់តែអំពីពួកយើងទេវាគឺអំពីអនាគតនៃនិកាយអមតៈកឹងច្រើនទាំងមូលដោយការឆ្លោះគ្នានឹងពាក្យសម្ដីដែលពួកនាងបាននិយាយទាំងអស់ហ្នឹងគឺត្រូវបានបុព្វបុរសរបស់យើងដែលកំពុងតែអង្គុយជះរៀងយ៉ាងសង្ហានៅលើដើមឈើពីអ្នកពោះគេហ្នឹងណាស្ដាប់ឮទាំងអស់ហើយក៏បានឃើញគ្រប់យ៉ាងដែរហើយបុព្វបុរសក៏បាននិយាយថាស្ដាប់ពួកគេចុះឯងមិនលឺអត់ថាតើវត្ថុទាំងនេះមានភាពក្លាហានប៉ុណ្ណាវត្ថុហ្នឹងគឺតួប្រុសរបស់យើងនឹងសំដៅទៅលើស្រីអស់ហ្នឹងឯងថាជារបស់ឬជាវត្ថុអីចឹងមិនមែនមនុស្សទេណាលើបែបហ្នឹងហើយពស់ធំមួយនោះក៏បានគិតក្នុងចិត្តថាអូទេលោកម្ចាស់បានផ្លាស់ប្ដូរអារម្មណ៍ម្ដងទៀតហើយគួរឲ្យខ្លាចណាស់កំពុងតែនិយាយគ្នាសក់តួប្រុសរបស់យើងក៏បានកលេចទៅឃើញតួស្រីរបស់យើងកំពុងតែដេកលក់នៅកន្លែងមួយភ្លាមនោះតួប្រុសរបស់យើងជាមួយនឹងពស់ហ្នឹងក៏បានចុះទៅកន្លែងដែលតួស្រីកំពុងតែគេងហ្នឹងនៅពេលដែលកំពុងទៅហ្នឹងពស់ហ្នឹងក៏បានគិតក្នុងចិត្តថាតើមនុស្សឈួតមួយណាដែលហ៊ានដេកនៅមុខលោកម្ចាស់រួចហើយតួប្រុសយើងជាមួយនឹងពស់ក៏បានចូលទៅដល់កន្លែងដែលតួស្រីកំពុងតែដេកតួប្រុសក៏បានមើលជុំវិញឃើញថាមានតាំងពីកែវភេសជ្ជៈមានតាំងពីដែលធ្វើមកពីបំពង់ឫស្សីហើយសយោរបស់គេហ្នឹងគឺជាច្បើងបន្ទាប់ពីមើលជុំវិញរួចហើយតួប្រុសក៏បានទៅអង្គុយនៅកន្លែងក្រេដែលតួស្រីកំពុងតែដេកនឹងហើយដកអាស្អីគេដែលតួស្រីយកទៅបិទភ្នែកដេកហ្នឹងចេញបន្ទាប់មកក៏បាននិយាយថាដូច្នេះវាគឺជានាងទេម្នាក់ដែលថ្លើមធំជាងគេនោះលោកពស់យើងហ្នឹងឃើញតួប្រុសរបស់យើងកំពុងតែអែមកតួស្រីក៏បាននិយាយគិតក្នុងចិត្តថាអូទេពួកគេបានស្លាប់ហើយមនុស្សម្នាក់នេះប្រកាសជាស្លាប់ហើយតួប្រុសរបស់យើងហ្នឹងអែមកកូនស្រីគេសុកក៏បដូរទិសដៅទៅជាច្បាច់កកូនស្រីគេវិញហើយក៏បាននិយាយថាសូម្បីតែមនុស្សដែលមកពីដែនដីបិសាចក៏អាចលួចចូលមកបានដែរឬប្រាប់យើងមកតើពួកអានិកាយអមតៈកឹងឆឹងចង្រៃអស់នោះបញ្ជូននាងមកទីនេះក្នុងគោលបំណងធ្វើឲ្យយើងខឹងឬមួយក៏ពួកគេគ្រាន់តែអសមត្ថភាពដែលពួកគេមិនបានកត់សម្គាល់ចង់និយាយថាតួប្រុសយត់ដូចបែកមែនទេមនុស្សពងដេកលក់អីយកដៃទៅសកត់កគេឲ្យស៊ូគេអញ្ចឹងអាណាឆ្លើយចេញដល់ពេលស៊ូគេមិនសន្ទុះឲ្យគេអត់ឆ្លើយក៏បាននិយាយម្នាក់ឯងតទៀតថាជាថ្មីម្ដងទៀតអ្វីក៏ដោយដែលដែនដីបិសាចក្រុងនឹងធ្វើលើនិកាយអមតៈកឹងឆិនបន្ទាប់មកក៏ផ្អាននិយាយបន្តិចរួចក៏បានលូកដៃទៅបេះស្កាពស់ចេញពីលបងពស់របស់យើងនឹងឯងហើយលបងពស់នោះក៏បានគិតក្នុងចិត្តទាំងយំថាមកយកបានជាអ្នកមកដុតសការបស់ខ្ញុំចោលដែលគ្មានហេតុផលអញ្ចឹងដកសកាគេយកមកធ្វើស្ទាយមួយហើយទូប្រុសរបស់យើងក៏បាននិយាយបន្តថានិយាយតាមត្រង់ទៅយើងប្រហែលជាកំពុងទន្ទឹងរង់ចាំមើលនិកាយអមតៈកឹងឆិនឆេះខ្លាំងជាងអរិយពួកឯងទៅទៀតរួចហើយសាច់រឿងរបស់យើងក៏កាត់មកពី3ថ្ងៃក្រោយមកនៅក្នុងសួនច្បារនៅភ្នំបរសុត3មួយនឹងឯងទូស្រីរបស់យើងបានដើរទាំងពេលយំទៅណាក៏ដឹងដែរគឺលក្ខណៈថាគេដែរលំហែកាយអីចឹងណារួចហើយទូស្រីរបស់យើងមើលជុំវិញរួចក៏បានគិតក្នុងចិត្តថាបើគិតអំពីវាទៅនេះមិនអាក្រក់ពេកទេទេសភាពស្អាតអាហារនិងភេសជ្ជៈឥតគិតថ្លៃហើយមិនបាច់ធ្វើការអីទៀតតើនេះមិនមែនជាវិស្វកម្មដែលឥតគិតថ្លៃទេឬកំពុងតែកាត់សក់ទូស្រីរបស់យើងក៏បានកលេចឃើញផ្កាដែលថាទូស្រីចូលមកដំបូងទៅឃើញថាផ្កានោះវាស្អាតហើយទូស្រីក៏បាននិយាយថា
ចាំតិចផ្កាខ្មោចពន្លឺប្រច័ណ្ឌផ្លាស់ប្ដូរពណ៌ផ្កានិងស្លឹករបស់វានៅពេលយប់នោះឈួតហើយកំពុងតែគិតម្នាក់ឯងសុកតួស្រីក៏បានឮសូរសំឡេងមួយហើយក៏បានកលេចទៅរួចក៏បានគិតក្នុងចិត្តថាតើអ្នកណានៅទីនោះអ្នកចូលចិត្តផ្កាផ្សេងទៀតដូចជាខ្ញុំដែរឬបន្ទាប់មកក៏បានដើរទៅវែកមើលថាពីណាគេនៅនឹងចឹងណាកន្លែងដែលតួស្រីឮសូរសំឡេងហ្នឹងរួចក៏បានគិតក្នុងចិត្តតទៀតថាឈប់សិនមិនបានជានាងដកពួកវាផ្កាទាំងនោះកំពុងរីកបានយ៉ាងល្អតាកំពុងតែគិតសុកតួស្រីរបស់យើងក៏បានចាប់ផ្ដើមភ័យភ្លាមហ្មងហើយក៏បានបញ្ចេញសំឡេងចេញមកក្រៅចង់ស្រែកប្រាប់មនុស្សស្រីម្នាក់មិញហ្នឹងដែលកំពុងតែដកផ្កាហ្នឹងនិយាយបានត្រឹមថាឈប់សិនហើយក៏បានគិតក្នុងចិត្តបន្តទៀតថាម្នាងក្រោយខ្នងបើក៏លេចមើលកន្លែងម្នាក់ស្រីនេះវិញគឺពិតជាមានមនុស្សខាងក្រោយខ្នងម្នាក់ស្រីនឹងមែនហើយម្នាងហ្នឹងគឺអត់មានដឹងទេថាមានមនុស្សនៅក្រោយខ្នងនិយាយម្នាក់ឯងថាមិននឹកស្មានសោះថាកន្លែងដ៏គួរឲ្យខ្លាចបែបនេះនឹងមានផ្កាដ៏ស្រស់ស្អាតបែបនេះរួចហើយគេក៏បានបង្ហាញថាមនុស្សដែលនៅក្រោយខ្នងហ្នឹងគឺជាតួប្រុសរបស់យើងនឹងឯងរួចគេក៏បានលើកដៃហើយសម្រាប់ម្នាក់ស្រីម្នាក់ហ្នឹងចោលតែម្ដងធ្វើឲ្យតួស្រីរបស់យើងហ្នឹងមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងនាងក៏បានដួលទៅលើដីហើយក៏បាននិយាយទាំងភ័យខ្លាចថាគួរឲ្យខ្លាចណាស់ខ្ញុំមានអារម្មណ៍ថាចង់ក្អួតបើសិនបើខ្ញុំមិនផ្លាស់ទីគេមិនឃើញខ្ញុំទេគេមិនអាចមើលឃើញខ្ញុំទេខ្ញុំមិនបានឃើញអ្វីទាំងអស់ឈប់ហើយខ្ញុំលេងដើរលេងនឹងក្រៅទៀតហើយខ្ញុំនៅស្នាក់នៅក្នុងបន្ទប់របស់ខ្ញុំគ្មានផ្លូវដែលខ្ញុំរត់ទៅរកបុព្វបុរសនោះម្ដងទៀតទេបន្ទាប់មកតួប្រុសជាមួយនឹងពស់របស់គេហ្នឹងក៏បានដើរចេញពីកន្លែងហ្នឹងទៅបន្ទាប់ពីស្លាប់ម្នាក់ស្រីហ្នឹងរួចហើយក៏ដែរយប់ឡើងពេលដែលតួស្រីរបស់យើងកំពុងតែគេងហ្នឹងពស់មួយហ្នឹងក៏បានឡើងមកលើខ្លួនរបស់តួស្រីរបស់យើងហ្មងហើយគេក៏បានគិតក្នុងចិត្តថាមិនក៏នាងនៅតែដេកទៀតគ្មានផ្លូវដែលនាងមិនខ្វល់នោះទេតើនាងសម្លាប់ឬក៏កាត់អីទៅភ្លាមនោះតួស្រីរបស់យើងហ្នឹងក៏បានលូកដៃទៅចាប់មុខរបស់ពស់ហ្នឹងហ្មងធ្វើឲ្យពស់ហ្នឹងឡើងឆ្ងល់មែនទែនហើយក៏ភ្ញាក់ផ្អើលខ្លាំងដែរអញ្ចឹងនៅសក្តិគេមកចាប់មុខខ្លួនអត់មានខ្លាចអញ្ចឹងហើយមូលហេតុដែលតួស្រីចាប់ពស់មួយហ្នឹងដោយសារតែតួស្រីគិតថាជាឆ្កែដែលខ្លួនឯងបានចិញ្ចឹមនឹងឯងព្រោះតួស្រីបានដេកយល់សពឃើញឆ្កែខ្លួនឯងបានចិញ្ចឹមកាលនៅសម័យទំនើបរួចហើយក៏បានចាប់ពស់ហ្នឹងយកមកដេកអោបបន្ទាប់មកក៏បាននិយាយតែម្នាក់ឯងលូថាក្រែង baby របស់ខ្ញុំមានរោមមែនទេហើយអ្វីបានជាមានអារម្មណ៍ថាចម្លែកខ្លាំងម្ល៉េះបន្ទាប់ពីតួស្រីរបស់យើងស្ទាបចុះស្ទាបឡើងហើយមានអារម្មណ៍ថាឆ្កែរបស់ខ្លួននឹងអត់មានរោមទៅក៏បានបើកភ្នែកមកពេលដែលបើកភ្នែកមកហើយចកងពីរមួយនៅចំកណ្ដាលមុខហ្មងតួស្រីនេះខ្លាចយ៉ាងចង់ប្រកាសបន្ទាប់មកក៏បានរត់ចុះពីលើគ្រែហើយលួចចកងសុំបរពស់នឹងបដ ாய் និយាយថាលបងពស់ត្រូវចាប់ដើមរកចំណីមែនទេលបងមានមនុស្សរាប់រយនាក់នៅទីនេះបើសិនបើលបងញ៉ាំម្នាក់ក្នុងមួយថ្ងៃលបងនឹងអាចញ៉ាំបានរយៈពេល3ខែប៉ុន្តែបើលបងញ៉ាំម្ដង3នាក់ក្នុងមួយថ្ងៃលបងនឹងអស់ចំណីក្នុងរយៈពេលតែ1ខែទេហើយទូស្រីរបស់យើងក៏បានស្រែកក្នុងចិត្តថាកូនម៉ែកូនឪហើយជួយកូនផងភ្លាមនោះពូមួយហ្នឹងក៏បានបោះអាកំប៉ុងឫស្សីដែលទូស្រីបានយកទៅដាក់ភេសជ្ជៈហ្នឹងយកទៅឲ្យទូស្រីនឹងឯងរួចទូស្រីក៏បានសួរទៅកាន់ពស់នឹងថាពេងឫស្សីជប់សិននេះជាអ្វីដែលលបងចង់បានឬពស់ហ្នឹងក៏បានងក់ក្បាលហើយបន្ទាប់មកទូស្រីក៏និយាយតថាខ្ញុំបានរកឃើញភេសជ្ជៈនេះនៅក្នុងថង់ផ្ទុករបស់ខ្ញុំវាមកពីឫស្សីវិញ្ញាណដ៏កម្រមួយហើយម្យ៉ាងទៀតវារក្សាការផលិតទឹកដមដើមនៃឫស្សីដែលគ្មានទីបញ្ចប់ហកណែយកភេសជ្ជៈបន្ថែមតាមដែលលបងចង់បានចោះចឹងពស់នឹងលីសូតែអញ្ចឹងហើយរំភើបមែនទែនបន្ទាប់មកក៏បានរត់ទៅផឹកទឹកនឹងឯងទូស្រីឃើញពស់នឹងធ្វើចរិតដូចឆ្កែអញ្ចឹងក៏បាននិយាយថាពស់ជារបស់បុព្វបុរសនេះធ្វើចរិតនឹងដូចឆ្កែអញ្ចឹងគាត់ពិតជាបានគ្រប់គ្រងដើម្បីចិញ្ចឹមសត្វពស់យក្សដូចជាសត្វចិញ្ចឹមគ្មានឆ្ងល់ទេថាគាត់ជាបុព្វបុរសនោះមួយសន្ទុះក្រោយមកនៅក្នុងព្រៃគឺថាពស់មួយហ្នឹងក៏បានផឹកទឹកដែលទូស្រីដាក់ឲ្យនៅក្នុងពេលឫស្សីនឹងអស់ហើយក៏បាននិយាយថាផ្អែមខ្ញុំចង់បានច្រើនទៀតដើមនៅស្រីរឿងមួយហ្នឹងក៏បានឲ្យយើងឃើញថាតួប្រុសរបស់យើងហ្នឹងកំពុងតែអង្គុយនៅលើបល្ល័ង្ករបស់គេនឹងឯងហើយគេក៏បាននិយាយទៅកាន់ពួកស្រីដែលបានមកជួបខ្លួនហ្នឹងថានិយាយមកមិនក៏ពួកនាងមកទីនេះហើយនាងហ្នឹងក៏បានតបទៅវិញថាសិស្សមកទីនេះដើម្បីបម្រើបុព្វបុរសតួប្រុសរបស់យើងក៏បាននិយាយម្សារទៀតថានិយាយម្ដងទៀតមិនក៏ពួកនាងមកទីនេះហើយគេក៏បានប្រើវេទមន្តមួយទៅលើពួកនាងដែលវេទមន្តនេះគឺជាសម្បត្តិនៃការពិតបន្ទាប់ពីត្រូវវេទមន្តរបស់តួប្រុសហើយយន្តស៊ីយៈហ្នឹងក៏បាននិយាយការពិតចេញមកទាំងអស់ដោយនិយាយថាខ្ញុំមកទីនេះដើម្បីធ្វើជាប្រពន្ធរបស់បុព្វបុរសដរាបណាខ្ញុំសម្រាកូនដែលមានខ្សែឈាមស៊ីម៉ាលាយនឹងខ្សែឈាមហ្វឹងសានជាស្ពាននោះយើងអាចប្រើវាដើម្បីចាប់និងសម្លាប់បុព្វបុរសកំចាត់ការគំរាមកំហែងដ៏ធំនេះជូននិកាយអមតៈកឹងឈិនហើយនៅពេលដែលគេស្លាប់គ្រួសារយន្តរបស់យើងនឹងគ្រប់គ្រងនិកាយកឹងឈិនតួប្រុសលឺនាងនិយាយបែបហ្នឹងហើយក៏និយាយថាអូបន្ទាប់មកក៏បានដើរទៅជិតម្នាក់ទៀតរួចក៏បាននិយាយថាចុះអ្នកផ្សេងទៀតរួចគេក៏បានប្រើយុទ្ធសាស្ត្រសម្បត្តិនៃការប៉ិតហ្នឹងទៅលើពួកនាងទាំងអស់បន្ទាប់មកមនុស្សស្រីម្នាក់ទៀតដែលជាគ្នារបស់យន្តស៊ីយៈហ្នឹងក៏បាននិយាយថាខ្ញុំបានធ្វើពុតជាចោះចូលជាមួយនឹងយន្តស៊ីយៈប៉ុន្តែគោលដៅពិតរបស់ខ្ញុំគឺដើម្បីជំនួសនាងទទួលបានឱកាសសម្រាប់គ្រួសារម៉ូដើម្បីបង្កើតព័ត៌មានផ្ទាល់ខ្លួនរបស់យើងនឹងឡើងខ្ពស់លើសពីគ្រួសារយន្ត
យន្តសយាលើកបែបហ្នឹងហើយបាននិយាយថាម៉េចបន្ទាប់មកបុព្វបុរសរបស់យើងហ្នឹងក៏បាននិយាយបន្តថាជាច្រើនឆ្នាំកន្លងផុតទៅហើយពួកនាងនៅតែប្រើគ្រោងការដែលគួរឲ្យធុញដដែលគ្រួសារស៊ីម៉ាបានធ្លាក់ចុះនៅសល់តែយើងម្នាក់តែប៉ុណ្ណោះបើសិនបើយើងស្លាប់នៃការអមតៈកងច្រើនហ្នឹងនឹងត្រូវបានបញ្ចប់ម្ចាស់វាំងមេប៉ាពួកនាងគ្រប់គ្នាទាំងអស់នៃការអមតៈកងច្រើនទាំងមូលនឹងត្រូវកប់ជាមួយយើងរួចហើយសាច់រឿងរបស់យើងក៏បានកាត់មកព្រះពន្លាចង្គៀងគោមនៃការអមតៈកងច្រើនដោយមេប៉ាបាននិយាយថាវាជាចង្គៀងបលឹងរបស់ស៊ីយាបលឹងរបស់នាងបានរលត់ហើយបន្ទាប់មកក៏មានមនុស្សស្រីម្នាក់ទៀតបាននិយាយថាមេប៉ាតាស៊ីម៉ាជាវពិតជាគ្មានការសិស្ទើអីទេឬពាក់កណ្ដាលនៃអ្នកដាំដុះស្រីរាប់រយនាក់ដែលយើងបានបញ្ជូនទៅបានស្លាប់អស់ហើយដោយមនុស្សស្រីដែលនិយាយហ្នឹងគឺជាម្ចាស់វាំងតកោយន្តប្រមុខនៃគ្រួសារយើងហ្នឹងតែម្ដងបន្ទាប់មកមេប៉ាក៏បាននិយាយថាតើមានអ្វីដែលធ្វើឲ្យគេស្ទាក់ស្ទើរនៅពេលនេះទៅបើសិនបើគេបានជាសះស្បើយពេញលេញហើយអាចចាក់ចេញពីភ្នំបរិសុទ្ធ3នោះនៅពេលនេះគ្រាន់តែចាំមើលទៅសត្វចម្លែកពិតមិនទាន់បានបង្ហាញខ្លួននៅឡើយទេរួចសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងដែលទូស្រីកំពុងតែគេងនៅនេះវិញទូស្រីកំពុងតែគេងសុកស្រុកស្រាប់តែបោកភ្នែកមាត់ឆ្ងល់បន្ទាប់មកក៏ពលមីផ្កាយប្រកិនចុះឡើងពេញក្រែតែម្ដងហើយក៏បានស្រែកក្នុងចិត្តថាមិនក៏ឈឺខ្លាំងម្ល៉េះឈប់សិនតើខ្ញុំមកប្រចាំខែមែនទេនោះមិនមែនទេខ្ញុំមិនមានអារម្មណ៍ថាមានឈាមទេរាងកាយរបស់ស្រីម្នាក់នេះពិតជាចម្លែកណាស់ឈឺប៉ុន្តែមិនចេញឈាមដបងពួកដែលកំពុងតែគេងនៅជិតទូស្រីហ្នឹងឮសំឡេងរំខានក៏បានបើកភ្នែកមកហើយក៏បានឃើញទូស្រីឬក៏បានគិតក្នុងចិត្តថាចាំតិចមានមនុស្សស្លាប់មែនសាច់រឿងក៏បានកាត់ទៅមួយរយៈក្រោយមកគឺថាតួប្រុសបានត្រឡប់មកវិញហើយលបងពូយើងហ្នឹងក៏បាននិយាយទៅកាន់លោកម្ចាស់ខ្លួនថាលោកម្ចាស់សូមជួយនាងផងតួប្រុសក៏បានសួរទៅកាន់ពស់នឹងវិញថាតើនាងបានធ្វើស្អីហេតុអ្វីបានជាយើងគួរជួយនាងហើយតួស្រីហ្នឹងក៏បានស្រែកទាំងល្វើល្វីថាអូយតិចណាស់បន្ទាប់មកក៏បានវាកើមតែតោងជើងតួប្រុសហើយក៏និយាយតទៀតថាយកភួយមកឲ្យខ្ញុំបន្តិចមកតួប្រុសឃើញគេតោងជើងអញ្ចឹងរៀងខឹងណាហើយបន្ទាប់មកក៏បានគិតក្នុងចិត្តថាចារកម្មមកពីដែនដីអារក្សប្រហើនណាស់លបងពូឃើញតួស្រីទៅតោងជើងតួប្រុសចឹងគិតក្នុងចិត្តដែរអូទេអ្នកដាំដុះស្រីម្នាក់នេះងាប់មែនតើហើយពេលនេះតែពេលនោះភ្លាមធ្វើឲ្យលបងពូភ្ញាក់ផ្អើលជាខ្លាំងដោយសារតែតួប្រុសរបស់យើងនឹងគឺអត់បានសម្លាប់តួស្រីទេប៉ុន្តែបែរជាដាក់តួស្រីដេកត្រឹមត្រូវវិញបន្ទាប់មកក៏បានជួយឆែកមើលថាតួស្រីកើតអីចឹងណាបន្ទាប់ពីឆែករួចហើយតួប្រុសយើងក៏បាននិយាយថាដូច្នេះវាគឺជាស្នាមពោលបំផ្លាញឆ្អឹងរបស់ដែនដីអារក្សល្បិចថោកទាបហើយតួប្រុសរបស់យើងក៏បានលើកនាងឡើងបន្ទាប់មកលបងពូពេលឃើញអញ្ចឹងក៏បានគិតក្នុងចិត្តថាជិបសិនតើលោកម្ចាស់ពិតជានឹងប្រើឈាមរបស់គាត់ដើម្បីជួយសង្គ្រោះនាងមែនឬមែនហើយការកាត់របស់លបងពូហ្នឹងគឺវាត្រឹមត្រូវហើយគឺថាតួប្រុសរបស់យើងបានយកឈាមពីម្រាមដៃហ្នឹងយកទៅដាក់ចូលមាត់តួស្រីដើម្បីតួស្រីផឹកឈាមខ្លួននឹងឯងហើយអាពេលតួស្រីផឹកឈាមហ្នឹងរៀងស៊ីអារម្មណ៍តិចដែរធ្វើឲ្យតួប្រុសហ្នឹងរៀងភាំងទៅហើយតួប្រុសហ្នឹងក៏បាននិយាយថាថ្មិញរបស់មនុស្សដែលគ្មានប្រយោជន៍នាងមិនអាចសំបីតែទម្លុះម្រាមដៃរបស់យើងបានផងដល់ពេលឮតួប្រុសថាអញ្ចឹងពស់នឹងអត់ក្បាលមកឆ្ងល់ហើយនិយាយថាឃើញអត់ខ្ញុំប្រាប់ហើយតែថ្មិញរបស់ខ្ញុំល្អជាងតែមិនសំទោសគឺថាមិញហ្នឹងតួប្រុសអត់បានដាក់ឈាមចូលក្នុងមាត់តួស្រីទេគឺគ្រាន់តែដាក់ម្រាមដៃចូលមាត់តួស្រីដើម្បីឲ្យតួស្រីហ្នឹងទម្លុះម្រាមដៃនឹងឯងប៉ុន្តែតួស្រីទម្លុះអត់ធ្លុះអញ្ចឹងទៅក៏យកម្រាមដៃហ្នឹងមកធ្វើឲ្យចេញឈាមហើយបន្តចូលមាត់តួស្រីវិញរួចហើយគេក៏បាននិយាយថាមិនក៏នាងនៅមិនទាន់ភ្ញាក់ទៀតឈាមរបស់យើងមិនអាចព្យាបាលថ្នាំពុលអារក្សបានទេឬហើយសាច់រឿងក៏បានបញ្ចាំងឲ្យយើងដឹងពីអារម្មណ៍របស់តួស្រីមុនពេលដែលតួប្រុសបានសម្រក់ឈាមរបស់ខ្លួននឹងចូលទៅក្នុងមាត់របស់តួស្រីដោយតួស្រីបានរវើរវាយថាតិចណាស់វាឈឺណាស់ខ្ញុំប្រហែលជាអាចស្លាប់នៅពេលនេះហើយមើលទៅបើខ្ញុំស្លាប់តើខ្ញុំនឹងអាចទៅផ្ទះបានវិញឬរួចហើយបន្ទាប់ពីត្រូវបានតួប្រុសសម្រក់ឈាមចូលទៅក្នុងមាត់របស់ខ្លួនហើយតួស្រីក៏បានរវើរវាយក្នុងចិត្តថាចាំតិចមិនចាំបានខ្ញុំមិនតិចទៀតអញ្ចឹងការឈឺចាប់បានបាត់ហើយនេះពិតជាអារម្មណ៍ល្អណាស់ស្អីក៏ស្អីទៅទីបំផុតខ្ញុំអាចដេកបានស្រួលហើយពេលដែលនិយាយរវើរវាយម្នាក់ឯងរួចរាល់ហើយតួស្រីក៏បានដេកសមុខខុលនៅនឹងតែម្ដងធ្វើឲ្យតួប្រុសជាមួយនឹងពោះយើងហ្នឹងក្រាំងជាខ្លាំងហ្មងហើយដល់ពេលឃើញអញ្ចឹងតួប្រុសក៏បានគិតក្នុងចិត្តថារងចាំតើនាងគ្រាន់តែបាត់បង់ស្មារតីរយៈពេលខ្លីទេឬបន្ទាប់ពីខំផ្ញើចារកម្មចូលមកក្នុងទឹកដីរបស់យើងតើដែនដីបិសាចមានគម្រោងស្អីទេមានអ្វីមួយដែលមិនត្រូវស្រីម្នាក់នេះមិនសាមញ្ញនោះទេនាងមិនដូចមនុស្សល្ងងទូទៅដែលតែងតែទម្លាក់ខ្លួនពួកគេមករកខ្ញុំហើយស្លាប់ទេនាងបានគ្រប់គ្រងដោយស្ងៀមស្ងាត់ដើម្បីឈ្នះពស់ល្ងងនេះប្រហែលជាសំបីតែស្ថានភាពទាំងមូលនេះគឺជាអ្វីដែលនាងបានគ្រោងទុកដែរមិនអាក្រក់ទេលេងបានល្អគ្រោងការនេះគឺជាគម្រោងដែលស័ក្តិសមល្អឥតខ្ចោះសម្រាប់មុខដែលតាក់ទាញរបស់នាងគិតក្នុងចិត្តម្នាក់ឯងហើយតួប្រុសក៏បានលូកដៃទៅចាប់ច្បាច់ផ្ទាល់កូនស្រីគេហ្មងក៏ធ្វើឲ្យតួស្រីរបស់យើងនឹងបានភ្ញាក់ពីដេកប៉ុន្តែពេលដែលតួស្រីបើកភ្នែកមកគឺថាភ្ញាក់ផ្អើលជាខ្លាំងហ្មងដោយសារតែបានឃើញតួប្រុសនៅចំពោះមុខហើយតួស្រីក៏បានគិតនៅក្នុងចិត្តថាវាជាបុព្វបុរសវិកលចរិតនោះតាហើយតួប្រុសហ្នឹងក៏បាននិយាយទៅកាន់តួស្រីថានាងភ្ញាក់ហើយនាងក្លាហានណាស់
តួស្រីដល់ពេលឮអញ្ចឹងក៏ចាប់ដើមចុះទៅលើគ្រែលុតជង្គង់ក្រោបក្បាលស្ពះយកមកហើយក៏បាននិយាយថាបុព្វបុរសទុកជីវិតឲ្យកូនចាប់កូនព្រាមនេះផងបន្ទាប់មកក៏បានគិតភ័យខ្លាចឯងទៀតថានេះជាលើកទី2ហើយដែលគាត់និយាយថាខ្ញុំក្លាហាននេះជាការមួយបង្កាច់ប្រសិនបើខ្ញុំពិតជាក្លាហានមែននោះខ្ញុំនឹងមិនស្ថិតនៅក្នុងដំណាក់កាលភ័យខ្លាចដល់ថ្នាក់ចង់រីកនោមអញ្ចឹងទេនៅពេលនេះនោះបន្ទាប់មកតួប្រុសក៏បាននិយាយទៅកាន់តួស្រីថានាងកំពុងធ្វើស្អីនៅទីនេះសិស្សគឺនៅទីនេះដើម្បីបម្រើបុព្វបុរសពេលឮបែបហ្នឹងហើយតួប្រុសក៏បានងាកមុខមកមើលតួស្រីភ្លាមៗហ្មងរួចហើយក៏បានប្រើយុទ្ធសាស្ត្រទៅលើតួស្រីគឺជាយុទ្ធសាស្ត្រសម្បត្តិនៃការពិតនឹងឯងដោយបាននិយាយទៅកាន់តួស្រីថាឆ្លើយនឹងយើងម្ដងទៀតហេតុអ្វីបានជានាងមកទីនេះតួស្រីពេលដែលត្រូវយុទ្ធសាស្ត្រមួយហ្នឹងហើយដំបូងឡើយតួស្រីមើលទៅដូចជាអសកម្មភាពបន្តិចហើយនិយាយបានត្រឹមតែខ្ញុំទេប៉ុន្តែបន្ទាប់មកមួយសន្ទុះក្រោយតួស្រីក៏និយាយថាខ្ញុំមកដើម្បីតែកែសម្រួលការវិភាគរបស់ខ្ញុំនិងសម្រាប់កាយនិងចិត្តរបស់ខ្ញុំពេលតួប្រុសឮតួស្រីនិយាយអញ្ចឹងក៏បានធ្វើមុខនឹងឆ្ងល់ហ្មងហើយបន្ទាប់មកក៏និយាយក្នុងចិត្តថាតើអ្វីដែលនាងទើបតែនិយាយចេញពីគំនិតរបស់នាងមែនឬនាងគិតថាវាជាចម្លើយធម្មតាហើយយើងក៏លេចមកមើលតួស្រីឯនេះវិញពេលដែលខ្លួនឯងនិយាយពីអស់នឹងចេញមកហើយតួស្រីឡើងផ្អើលខ្លាំងហើយក៏បាននិយាយក្នុងចិត្តតែម្នាក់ឯងថារងចាំហេតុអ្វីខ្ញុំនិយាយចេញមកចឹងនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេអាឡប់នេះត្រូវតែធ្វើស្អីមួយហើយចង្រៃមែនពិភពសម័យនេះហេតុអ្វីបានជាមានសិលបង្ខំឲ្យនិយាយការពិតគ្រប់យ៉ាងអញ្ចឹងណាកំពុងគិតសក់នឹងតួប្រុសក៏បានលូកដៃទៅច្បាច់កតួស្រីហ្មងរួចគេក៏បានគិតក្នុងចិត្តថារដ្ឋាភិបាលនៃនិកាយអង្គមតកឹងច្រើនក៏មិនហ៊ានចូលមកជិតកន្លែងនេះដែរមនុស្សដែលមកពីដែនដីបិសាចគ្មានអាណាមួយមកទីនេះដើម្បីតែសម្រាប់ទេលុះត្រាតែបន្ទាប់ពីគិតក្នុងចិត្តបានប៉ុណ្ណឹងតួប្រុសក៏បាននិយាយទៅកាន់តួស្រីថានាងមកទីនេះដើម្បីតែសម្លាប់យើងឬតួស្រីក៏បានឆ្លើយទាំងវិញទាំងពិបាកវេទនាថាទេមិនមែនទេតួប្រុសក៏សួរវិញថាមិនក៏ថាមិនមែនព្រោះយើងគ្មានការខឹងសម្បានឹងគ្នាទេគ្មានហេតុផលក៏គ្មានការស្អប់ដែរហើយតួស្រីក៏បានគិតក្នុងចិត្តថាខ្ញុំដកដង្ហើមអត់រួចទេនៅពេលដែលតួប្រុសបានលើចម្លើយរបស់តួស្រីថាអត់មានការខឹងអត់មានការស្អប់ចឹងអត់អាចស្លាប់គ្នាបានណាតួប្រុសក៏បានកាន់តែច្បាច់កតួស្រីបន្ថែមទៀតរួចក៏បាននិយាយថានៅក្នុងពិភពលោកនេះការសម្លាប់នរណាម្នាក់មិនតម្រូវមានការស្អប់នោះទេហើយក៏មិនទាមទារនៅហេតុផលដែរឧទាហរណ៍ដូចជាពេលនេះអញ្ចឹងគ្មានហេតុផលគ្មានការស្អប់យើងគ្រាន់តែចង់សម្លាប់នាងឥឡូវនេះប៉ុណ្ណោះតើនាងគិតយ៉ាងម៉េចដែរតមកពីវគ្គមុននៅពេលដែលតួប្រុសនិយាយប្រាប់តួស្រីរួចហើយក៏តួស្រីបានគិតក្នុងចិត្តថាតើពិភពដាំដុះនេះពិតជាសាហាវយ៉ាងនេះមែនទេមនុស្សគ្រាន់តែស្លាប់ដោយគ្មានហេតុផលអញ្ចឹងឬហើយតួស្រីក៏បាននិយាយទៅកាន់តួប្រុសទាំងពិបាកថាខ្ញុំគិតថាយុត្តិធម៌ហើយព្រោះថាខ្ញុំវាយលោកអត់ឈ្នះទេឬហើយតួស្រីក៏បានគិតក្នុងចិត្តទាំងយំថាព្រះអើយតើអាឈួតនេះអង្ការបានប្រឡែងដៃយ៉ាហោចណាស់ក៏ឲ្យខ្ញុំសុំអង្វរឲ្យទុកជីវិតឲ្យខ្ញុំឲ្យបានត្រឹមត្រូវបន្តិចដែរបានអត់ចុះបាទឈួតនេះតែខ្ញុំនៅនឹងកន្លែងវិញនោះខ្ញុំនៅតែចង់យ៉ាហោចណាស់ព្យាយាមរស់នៅទីនេះដែរតួប្រុសយ៉ាងពេលដែលឮតួស្រីនិយាយថាវាយខ្លួនអត់ឈ្នះអញ្ចឹងតួប្រុសក៏បាននិយាយទៅកាន់តួស្រីថានាងចង់ឲ្យយើងសម្លាប់នាងនិយាយហើយគេក៏បានប្រឡែងដៃចេញពីកតួស្រីរួចក៏និយាយបន្តថាប៉ុន្តែឥឡូវនេះយើងអស់អារម្មណ៍ចង់ធ្វើវាហើយនៅពេលដែលតួប្រុសប្រឡែងដៃពីករបស់តួស្រីបានកកជាខ្លាំងហើយក៏បានគិតក្នុងចិត្តថាតើអបៈនេះគ្រាន់តែចង់បំភ័យឯងទេមែនបន្ទាប់មកតួប្រុសក៏បានបែរខ្នងដើរចេញហើយក៏បាននិយាយទៅកាន់តួស្រីថាចាប់ពីពេលនេះតទៅនាងត្រូវតែមកបម្រើយើងហ៎ខ្ញុំឮសូថាតួប្រុសឲ្យបម្រើតួស្រីទឹកភ្នែករេមហាមបដ ாய் ហើយក៏បាននិយាយថាមិនក៏ជាខ្ញុំមិនអីទេខ្ញុំដឹងថាខ្ញុំមិនមានជំរឿសឡើយដបងពូរបស់យើងនៅពេលដែលឃើញតួស្រីវេទនាអញ្ចឹងក៏បាននិយាយក្នុងចិត្តថាហេទីបំផុតមានអ្នកផ្សេងមករកទុកជាមួយខ្ញុំហើយសាច់រឿងរបស់យើងក៏បានកាត់មកប្រហែលថ្ងៃក្រោយមកនៅកន្លែងដែលពួកស្រីបានជុំគ្នានិយាយគ្នាហ្នឹងហើយមានស្រីម្នាក់បាននិយាយទៅកាន់ម៉ូគុនសេងហ្នឹងថាសិស្សច្បងស្រីខ្ញុំមិនហ៊ានទៅជួបបុព្វបុរសទៀតទេពេលលើបាត់ហ្នឹងហើយម៉ូគុនសេងក៏បាននិយាយទៅកាន់ស្រីម្នាក់ហ្នឹងវិញថាតើនាងមិនមែនជាអ្នកដែលបានសុំកាតព្វកិច្ចនេះមុនគេទេហើយសិស្សស្រីដែលបាននិយាយទៅកាន់ម៉ូគុនសេងមុនហ្នឹងក៏បានលុតជង្គង់ចុះក្រាបតែម្ដងហើយក៏បាននិយាយថាខ្ញុំមិនចង់បានវាតិចទេសិស្សច្បងស្រីខ្ញុំខ្លាចណាស់តើបុព្វបុរសបានធ្លាក់ចូលទៅក្នុងអំពើទុច្ចរិតរបស់អរិយហើយឬបើមិនដូច្នេះទេហេតុអ្វីបានជាគាត់សម្លាប់សិស្សនៃនិកាយរបស់យើងដែលអត់មេត្តាបែបនេះប្រសិនបើគាត់អាចសម្លាប់សិស្សច្បងនិងសិស្សប្អូនស្រីរបស់យើងបានតើមានអ្វីដែលអាចរារាំងគាត់ពីការសម្លាប់ខ្ញុំបាននោះសូមមេត្តាឲ្យខ្ញុំទៅលឺបែបហ្នឹងហើយម៉ូគុនសេងក៏បានងាកទៅនិយាយជាមួយនឹងស្រីផ្សេងទៀតដោយនិយាយថាអ្នកណាមានអារម្មណ៍បែបនេះខ្លះក៏ចេញទៅលឺសូថាឲ្យចេញទៅពួកស្រីអស់នោះក៏បាននិយាយថាតើរត់ការសង្គ្រោះជីវិតរបស់យើងគឺសំខាន់ជាងឬក៏នាំគ្នាដាក់មេប្រូចអត់លេងឃើញអញ្ចឹងម៉ូគុនសេងហ្នឹងក៏បាននិយាយថាសុទ្ធតែកំសាកទាំងអស់បើសិនបើនាងមិនអាចសុំបីតែស៊ូទ្រាំនឹងការសាក់លបងដ៏តូចនេះតើនាងអាចទទួលបានសេចក្តីអនុគ្រោះពីបុព្វបុរសបានដោយរបៀបណារួចហើយសាច់រឿងក៏បានកាត់មកកន្លែងដែលម៉ូគុនសេងហ្នឹងបានមកលុតជង្គង់នៅមុខទ្វារកន្លែងដែលបុព្វបុរសនៅហើយក៏បានគិតក្នុងចិត្តតែម្នាក់ឯងថា
ខ្ញុំមកខុសពីមនុស្សធម្មតាទាំងនេះខ្ញុំត្រូវបានជ្រើសរើសដោយមេបកខ្ញុំតែម្នាក់គត់តែដឹងថាបុព្វបុរសជាប់ខ្សែស្រឡាយជាមួយនឹងតកូលហ្វុងសានខ្ញុំដឹងពីដើមកំណើតដែលជារឿងហាមឃាត់របស់គាត់ខ្ញុំដឹងពីគ្រោះមហន្តរាយដ៏គួរឲ្យខ្លាចដែលគាត់បានបង្កឡើងរួចមកហើយគ្មានអ្នកណាយល់ពីគាត់ច្រើនជាងខ្ញុំទេសូម្បីតែយុនស៊ីយីក៏បានស្លាប់ដែរប៉ុន្តែខ្ញុំនៅមានជីវិតដល់ឡើយនេះបញ្ជាក់ថាបុព្វបុរសពេញចិត្តខ្ញុំបន្ទាប់ពីកាត់លើកជើងខ្លួនឯងរួចហើយក៏បានស្រែកនិយាយទៅកាន់បុព្វបុរសថាសិស្សមកទីនេះដើម្បីបម្រើបុព្វបុរសសូមទទួលយកខ្ញុំផងបុព្វបុរសពេលដែលនាងកំពុងនិយាយហ្នឹងតួស្រីរបស់យើងកំពុងតែលបមើលពីគៀនអញ្ចាំងមកហើយក៏បានគិតក្នុងចិត្តថាអូហូអ្នកដាំដោះស្រីម្នាក់នេះគឺជាអ្នកចម្បាំងពិតប្រាកដមែននៅហ្នឹងហើយខ្ញុំមកកំពុងតែព្យាយាមនៅឆ្ងាយពីអវិកលចរិតនោះផងដែលធ្វើស្អីក៏មិនអាចទាយទុកជំនួនបានដែរតែនាងបានស្ម័គ្រចិត្តចូលទៅចិត្តអាឈួននោះតានាងជាជំងឺផ្លូវចិត្តឈួនប្រភេទស្អីទៅគ្មានឆ្ងល់ទេថានាងគឺជាមនុស្សដ៏អស្ចារ្យការបដិញ្ញាចិត្តរបស់នាងស្ថិតនៅក្នុងកម្រិតមួយផ្សេងទៀតបន្ទាប់ពីតួស្រីគិតរួចមកគុនសេននឹងក៏បានងាកទៅឃើញតួស្រីនៅគៀនចាំងកំពុងតែលើកមេដៃឲ្យខ្លួនហើយនាងក៏បានផ្លត់មន់និយាយទៅកាន់តួស្រីថានាងនៅរស់ទៀតឬលើសំណួរបែបហ្នឹងហើយធ្វើឲ្យតួស្រីគិតក្នុងចិត្តថាឆយមួយនេះឆ្លើយស្លាប់ហ៎ខ្ញុំហ្នឹងមែនព្រាមផ្លូវទេខ្ញុំមិននៅរស់ជារៀងរហូតចាំតែមើលទៅហើយតួស្រីក៏បានដើរទៅគូទ្វារពេលដែលមកគុនសេនឃើញតួស្រីគូទ្វារអញ្ចឹងនាងក៏បាននិយាយថាហាតែនាងគិតថាមាននរណាម្នាក់អាចគូទ្វាររបស់បុព្វបុរសហើយរំពឹងថាវានឹងបើកឬពេលឮមកគុនសេននិយាយអញ្ចឹងតួស្រីក៏បានគិតថាអើមែនតាខ្ញុំមកគូធ្វើអីអាប៉ែនោះប្រាប់ឲ្យខ្ញុំរៀបការអំពីកាតព្វកិច្ចប៉ុន្តែគេមិនបានផ្ដល់ឲ្យខ្ញុំនៅផ្លាកបញ្ជាទេប្រសិនបើខ្ញុំមិនអាចចូលបានដោយសារតែមានការរ៉ាត់បន្តឹងនៅច្រកទ្វារទេនោះការគូទ្វារគឺជាជំរឿនតែមួយគត់របស់ខ្ញុំកំពុងតែគិតសុកទ្វារមួយនោះក៏បានបើកធ្វើឲ្យតួស្រីយើងបាននិយាយថាទ្វារមួយនេះមានកម្រិតខ្ពស់មែនខ្ញុំមិនទាន់បានគូសនៅឡើយទេពេលដែលឃើញទ្វារបើកធ្វើឲ្យមកគុនសេងនឹងកាត់ក្នុងចិត្តថាឈប់សិនតើមានអ្វីកាត់ឡើងមិនក៏នាងដើរចូលបានភ្លាមអញ្ចឹងខ្ញុំជាមនុស្សតែម្នាក់គត់ដែលគាត់ពេញចិត្តចោះហេតុអ្វីបានជានាងអាចចូលបានបើសិនបើនាងអាចចូលទៅបាននោះខ្ញុំនៅពេលដែលនាងកំពុងតែគិតក្នុងចិត្តហ្នឹងនាងក៏បានងើបឡើងប្រុងនឹងដើរចូលទៅតាមទ្វារនឹងឯងប៉ុន្តែនាងមិនទាន់បានទាំងបានដើរចូលទៅដល់មាត់ទ្វារផងក៏ត្រូវបានស្លាប់នៅមាត់ទ្វារនឹងតែម្ដងរួចហើយតួស្រីរបស់យើងងាកមកខាងក្រោយដោយសារតែឮសូរសំឡេងចម្លែកយកពេលដែលនាងងាកមកក៏ឃើញថាស្រីម្នាក់នោះបានស្លាប់បាត់ហើយធ្វើឲ្យតួស្រីរបស់យើងភ័យជាខ្លាំងហើយទ្វារក៏បានបិទវិញពេលដែលតួស្រីកំពុងតែភ័យដើរថយក្រោយសុកក៏ឮសំឡេងតួប្រុសមកឈរពីក្រោយតួស្រីហើយនិយាយថានាងងាប់បាត់ហើយតួប្រុសមិនមែននិយាយតែមាត់ទេក៏បានយកដៃណាទៅចាប់ចង្កាតួស្រីឲ្យងាកមករកខ្លួនបន្ទាប់មកក៏បាននិយាយបន្តថានាងដឹងទេថាមិនក៏យើងសម្លាប់នាងមនុស្សភាគច្រើនដែលយើងបានសម្លាប់ពីមុនគ្រាន់តែជាសត្វលោភលន់សត្វល្អិតល្ងងពួកគេអាក្រក់ខ្លាំងណាស់ដូច្នេះយើងកម្ចាត់ពួកគេចោលហ្មងទៅតែចុងក្រោយនោះមិនដូចពួកនាងគិតទេពួកនាងគ្មានអ្វីក្រៅពីអាយ៉ងដែលមិនចេះគិតគូរនោះទេដែលជាឧបករណ៍ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គោលបំណងនេះបាននរណាម្នាក់មានភាពលោភលន់យើងនឹងអាចមើលឃើញវាភ្លាមហើយនរណាម្នាក់ដែលបាត់បង់ទាំងគំនិតនិងបល្ល័ង្ករបស់ពួកគេបើយើងរកឃើញវានៅពេលក្រោយនោះយើងនឹងកាន់តែស្អប់ខ្ពើមវាថែមទៀតការសម្លាប់មនុស្សបែបនេះមិនមែនជាការពេញចិត្តទេប៉ុន្តែថ្ងៃនេះនាងរញ៉េរញ៉ៃខ្លាំងណាស់នាងបានរំខានយើងឮសម្ដីអស់នឹងហើយតួស្រីក៏បានគិតក្នុងចិត្តថាមិនក៏ថ្ងៃនេះអាប៉ែនឹងនិយាយច្រើនណាស់គេថែមទាំងចោះមកដែលផ្ទាល់ដើម្បីនាំខ្ញុំឡើងទៅលើទៀតហើយឥឡូវនេះគេធ្វើចរិតឡើងរស់រាយការបំភាន់វាត្រូវតែជាការបំភាន់ហើយមួយសន្ទុះក្រោយមកក៏ឃើញថាតួស្រីរបស់យើងបានដកដង្ហើមលេងដល់គ្នាហើយដោយសារតែតួស្រីកំពុងតែឡើងកម្មចដាទៅជន់ខាងលើជាមួយនឹងតួប្រុសនឹងហើយក៏បានគិតក្នុងចិត្តថាខ្ញុំហត់ណាស់នេះវា22ជុំហើយណាបើខ្ញុំឡើងទៅទៀតខ្ញុំនឹងស្លាប់ដោយអស់កម្លាំងមុនពេលដែលប៉ែនេះមានឱកាសសម្រាប់ខ្ញុំទៅទៀតតារាងកាយមួយនេះខ្សែបណ្ណាទៅតែខ្ញុំអាចហៅខ្លួនឯងថាជាអ្នកដំដកបានយ៉ាងម៉េចបុព្វបុរសអើយសូមមេត្តាករុណាផងខ្ញុំពិតជាមិនអាចដើរទៅបានទៀតទេកំពុងតែគិតហត់សុកតួស្រីរបស់យើងក៏កលេចឃើញរបស់មួយហើយក៏បាននិយាយក្នុងចិត្តថាជប់សិននោះគឺជាអ្វីភ្លើកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅលើកំពូលកាឈូកប៉ុន្តែកាឈូកវាមិនស្ពូនទេឬយោងទៅតាមកតវិទ្យាបែបពិភពស្មើសម័យរបស់ដ៏ចម្លែកបែបនេះគឺតែងតែមានតម្លៃខ្ពស់កំពុងតែឈោកាត់ម្នាក់ឯងសុកមិនដឹងជាទូប្រុសលេចចេញមកពីកលៀតណាទេមកចាប់ពងកគេហើយក៏បាននិយាយថាតើនាងដឹងថានេះជាស្អីទេជាផ្កាមើលម្ដងទៀតទៅទូប្រុសនិយាយរួចក៏ស្រាប់តែឮសូរសំឡេងចម្លែកម្យ៉ាងចេញពីកាឈូកហើយទូស្រីនេះក៏បានតបទៅកាន់ទូប្រុសវិញថាការឈូកត្រូវអត់រួចក៏បានគិតក្នុងចិត្តថាចាំបន្តិចតើផ្កានោះទៅតែស្រែករឿងមិញនេះទូប្រុសក៏បាននិយាយទៅកាន់ទូស្រីវិញថានេះពួកគេឲ្យនាងមកទីនេះដោយមិនប្រាប់ស្អីទៅនាងទាំងអស់អញ្ចឹងឬចាគ្មាននរណាម្នាក់ប្រាប់អ្វីដល់ខ្ញុំឡើយលើបែបហ្នឹងទូប្រុសក៏បានគិតក្នុងចិត្តថាដានដីបិសាចពិតជាបានដួលរលំបាត់ហើយមើលទៅហើយទូប្រុសក៏បានកំទេចផ្កាអំបញ្ញមិញដែលនៅក្នុងដៃរបស់ខ្លួននឹងចោលតែម្ដងទៅបន្ទាប់មកក៏បាននិយាយទៅកាន់ទូស្រីថាចាប់ពីពេលនេះតទៅនាងត្រូវសោយទឹករបស់នេះជារៀងរាល់ថ្ងៃហើយទូស្រីនឹងក៏បាននិយាយទៅកាន់ទូប្រុសប្រុងឲ្យទូប្រុសនឹងឈប់សិនរួចក៏បានគិតក្នុងចិត្តលោកប្រកាសដែរទេណាមានអណ្ដាតភ្លើងនៅក្នុងវត្ថុនេះបើស្រោចទឹកមិនបលត់ភ្លើងបាត់ទៅហើយទេអីគិតហើយទូស្រីក៏បានងាកទៅរកទូប្រុសក៏ឃើញថាបាត់សម្ោទូប្រុសសូនធ្វើឲ្យទូស្រីគិតក្នុងចិត្តថាឆុយហើយមកគេធ្វើដោយខឹងជាមួយនឹងទូប្រុសពេកទូស្រីក៏ចាប់ផ្ដើមមូដៃឲ្យឡើងហើយក៏បាននិយាយថា
អាចจะไฟโคខើចង្រៃគ្មានមនសិការថ្ងៃដំបូងរបស់បុគ្គលិកថ្មីក្នុងការងារផងបែរជាខ្ញុំទទួលបានកិច្ចការដ៏ចម្លែកមួយបែបហ្នឹងមិនសមហេតុផលសោះគេគ្រាន់តែបោះវាមកឲ្យខ្ញុំហើយក៏ចេញទៅបាត់បន្ទាប់មកតួស្រីក៏បានយកឃ្លោកមួយទៅបូមទឹកនៅក្នុងស្រះហើយក៏បានយកទឹកហ្នឹងទៅជះបលូតនៅលើផ្កាហ្នឹងហ្មងហើយក៏បានគិតក្នុងចិត្តថាល្អណាស់ខ្ញុំមិននឹងស្រោចទឹកវានៅពេលដែលតួស្រីស្រោចទឹកខ្វាច់ណាផ្កាមួយហ្នឹងក៏បានស្រែកជេរតួស្រីហ្មងថានាងចង្កួតនាងកំពុងធ្វើឲ្យខ្ញុំឆ្លួតទឹកហើយខ្ញុំមិននឹងដុតនាងឲ្យទៅជាផេះដល់ពេលឃើញផ្កាចេះនិយាយអញ្ចឹងតួស្រីក៏បាននិយាយថាម្រាយហើយភ្លើងអាចនិយាយបានវាមានជីវិតហើយតួស្រីក៏បានគិតក្នុងចិត្តថាកុំភ័យខ្លាចអត់ធ្មត់ខ្ញុំអាចឈ្នះវារួចក៏បានជះទឹកទៅលើផ្កាហ្នឹងធ្វើឲ្យផ្កាហ្នឹងស្រែកជាខ្លាំងបន្ទាប់មកតួស្រីក៏បាននិយាយទៅកាន់ផ្កាហ្នឹងថាឈប់ស្រែកយំតើឯងពិតជារងទុកមែនឬក៏ឯងគ្រាន់តែត្រាំមកទៅផ្កាហ្នឹងក៏បាននិយាយទៅកាន់តួស្រីវិញថាខ្ញុំមិនដែលឃើញនាងប្រមុនមកទេនាងជាអ្នកណាហេតុអ្វីបានជាអពៈនោះនាំនាងមកទីនេះខ្ញុំទៅតែមកនៅទីនេះទេខ្ញុំមកដើម្បីបម្រើបុព្វបុរសអូដូច្នេះនាងគឺជាសិស្សនៅនិកាយអមតៈកឹងច្រើនខ្ញុំដឹងហើយថានឹងមាននរណាម្នាក់មកជួយខ្ញុំពីអពៈខូខើនោះចាប់តាំងពីនាងមកពីនិកាយអមតៈកឹងច្រើនចឹងពេលក្រោយកុំស្រោចទឹកខ្ញុំទៀតអីប្រសិនបើខ្ញុំមិនស្រោចទឹកឯងទេតែខ្ញុំគោបញ្យល់វាដល់បុព្វបុរសបានយ៉ាងម៉េចហើយមិនមែននាងជាស្រីរបស់គេទេអីគ្រាន់តែធ្វើចរិតគួរឲ្យស្រឡាញ់ហើយនិយាយផ្អែមល្ហែមជាមួយគេទៅបានហើយតែខ្ញុំនឹងខ្លាចជាស្រីរបស់បុព្វបុរសតាំងពីកាលណាគេបាននាំនាងមកទីនេះមិនចឹងនាងជាមនុស្សស្រីដូច្នេះហើយទើបធ្វើឲ្យនាងខ្លាចជាស្រីរបស់គេតើមានបញ្ហាអីហ៎តើគ្មាននរណាបង្រៀននាងពីសិលធម៌មូលដ្ឋានទេអីតែចាយចោលអពៈនោះហើយឈប់ឲ្យគេមករញ៉េរញ៉ៃជាមួយខ្ញុំមិនអាចទទួលយកការរងទុក្ខនេះបានទៀតទេលឺអញ្ចឹងធ្វើឲ្យតួស្រីខឹងជាខ្លាំងបន្ទាប់មកក៏បានជះទឹកទៅលើផ្កានឹងបន្ថែមឬក៏បាននិយាយទៅកាន់គេថាបិទមាត់ហើយតួស្រីក៏បានគិតក្នុងចិត្តគ្មានឆ្ងល់ទេភ្លើងនេះជាកម្មសិទ្ធិរបស់អពៈនោះវាឈួតដូចគេអញ្ចឹងប៉ុន្តែបើគិតទៅបើសិនបើវាត្រូវបានឃុំនៅទីនេះអស់រយៈពេល500ឆ្នាំនោះគ្មានឆ្ងល់ទេថាមិនបានវាបែកងាងអញ្ចឹងនោះបន្ទាប់មកផ្កាហ្នឹងក៏បាននិយាយថាអពៈស៊ីម៉ាចែវហ្នឹងឈួតទេបើគេប្រលត់ខ្ញុំគេនឹងស្លាប់ជាមួយខ្ញុំដែរស្រីឈួតមិនបានហ៊ានចេះទឹកដាក់ខ្ញុំចាំពាក្យរបស់ខ្ញុំទៅថ្ងៃណាមួយនៅពេលដែលខ្ញុំទទួលបានកម្លាំងឡើងវិញខ្ញុំនឹងដុតនាងឲ្យទៅជាផេះហើយកំចាត់នាងនៅពីមុខអពៈខូខើស៊ីម៉ាចែវនោះមិនខានក៏ពងតានិយាយដើមគេសុកទូប្រុសរបស់យើងក៏បានមកដល់ហើយក៏បាននិយាយថាអូអញ្ចឹងបន្ទាប់មកក៏បានប្រើយុទ្ធសាស្ត្រកំទេចផ្កាមួយនឹងចោលតែម្ដងទៅadmin សូមបញ្ចប់សាច់រឿងដំណឹងសិនហើយកុំភ្លេចជួយ like និង comment ទាំងអស់គ្នាណាដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការសម្រាយរឿងនឹងបន្តទៀតអរគុណច្រើនបាយបាយពេលដែលផ្កាហ្នឹងកំពុងតែនិយាយដើមទូប្រុសជាមួយនឹងទូស្រីនឹងឯងកំពុងតែនិយាយដើមគេសុកហ្នឹងម្ចាស់គេក៏មកពីក្រោយហើយគេក៏បានកំទេចផ្ការបស់វានឹងចោលអស់ទៅដែលធ្វើឲ្យផ្កាភ្លើងមួយហ្នឹងខ្ទេចផ្កាអស់លេងនៅសត្វភ្លើងទេហើយវាក៏បានស្រែកយំហើយនិយាយថាខ្ញុំបានធ្វើការយ៉ាងលំបាកដើម្បីដាំផ្កានោះទូស្រីឃើញអញ្ចឹងក៏បាននិយាយក្នុងចិត្តថាខ្ញុំគ្រាន់តែស្រោចទឹកវាសោះបន្ទាប់មកក៏បានងាកទៅមើលទូប្រុសហើយបាននិយាយថាបុព្វបុរសប្រកាសជាមានទេពកោសល្យក្នុងការលេចខ្លួនចេញមកពីកលៀបណាភ្លាមហើយពេលដែលឃើញទូប្រុសដើរចេញទៅភ្លើងមួយនឹងក៏បានកើតក្នុងចិត្តទីបំផុតស៊ីម៉ាចែវទៅបាត់ហើយបន្ទាប់ពីឃើញទូប្រុសចេញទៅផុតគេក៏បាននិយាយទៅកាន់ទូស្រីថាបំភ្លេចពីស៊ីម៉ាចែវនោះចោលទៅមកជួយខ្ញុំវិញហើយខ្ញុំនឹងផ្ដល់ឲ្យនាងនៅទ្រព្យសម្បត្តិរាប់មិនអស់ខ្ញុំមិនយកចម្លើយថាទេឃើញតបផ្កានេះទេតបផ្កានីមួយមានការដាំដុះរាប់ពាន់ឆ្នាំបើសិនបើនាងជួយខ្ញុំនឹងផ្ដល់ឲ្យនាងនៅត្របផ្កាចំនួន20អស់ចាណាត្រូវអត់ពេលលឺបែបហ្នឹងទូស្រីក៏បានអោនទៅរើសត្របផ្កាទាំងអស់ហ្នឹងយកមកដាក់ចូលថង់ផ្ទុករបស់ខ្លួនហើយក៏បាននិយាយទៅកាន់ផ្កាហ្នឹងថាអរគុណខ្ញុំដឹងហើយឥឡូវនេះទាំងនេះគឺមានតម្លៃបន្ទាប់មកក៏បានគិតក្នុងចិត្តហេតុអ្វីបានតែខ្ញុំត្រូវការឯងឲ្យពួកវាមកខ្ញុំទៀតខ្ញុំគ្រាន់តែយកត្បកផ្កាណាដែលបុព្វបុរសបោះចោលទៅបានហើយបន្ទាប់មកភ្លើងមួយនឹងក៏បាននិយាយទៅកាន់ទូស្រីទៀតថាជួយខ្ញុំហើយខ្ញុំនឹងផ្ដល់ឲ្យនាងថែមទៀតក្រៅពីស៊ីម៉ាចៅខ្ញុំជាមនុស្សតែម្នាក់គត់ដែលអាចបេះផ្កាឈូកក្រហមនេះបានហើយទូស្រីក៏បានតបទៅវិញថាទេអរគុណរួចហើយក៏បានគិតក្នុងចិត្ត1000ឆ្នាំនៃការដាំដុះប្រសិនបើខ្ញុំស្រូបយកវាហើយរាងកាយរបស់ខ្ញុំមិនអាចគ្រប់គ្រងវាបានតើខ្ញុំមិនគ្រាន់តែផ្ទុះហើយស្លាប់ទេអីហើយគេក៏បានប្រាប់ថាទូស្រីយើងណាគឺជាអ្នកប្រាជ្ញប្រឡំលោកកម្រិតទី10រួចហើយទូស្រីក៏បាននិយាយទៅកាន់ភ្លើងនឹងថាខ្ញុំបានបញ្ចប់កិច្ចការស្រោចទឹករបស់ខ្ញុំរួចហើយដូច្នេះវាមិនល្អជាងទេអីបើសិនជាខ្ញុំទៅដេកឥឡូវនេះហ៎នាងកំពុងតែធ្វើឲ្យឱកាសដែលមិនគួរឲ្យជឿនេះបាត់បង់តែគ្រាន់តែដេកអញ្ចឹងឬនាងប៉ັດជាគេអត់តនិយាយចាប់ផងក៏ត្រូវទឹកមួយបានចេះចំកណ្ដាលមុខហ្មងធ្វើឲ្យគេនឹងស្រែកជាខ្លាំងបន្ទាប់មកក៏បានងាកមកហើយក៏ឃើញថាជាលបងពូរបស់យើងនឹងរួចគេក៏បានជេរទៅលបងពូថាអាពូចង្រៃស្រីម្នាក់នោះមិនអើពើនឹងយើងហាឥឡូវឯងមកចាក់ទឹកលើយើងទៀតអីនៅពេលដែលទូស្រីឃើញលបងពូហ្នឹងទូស្រីក៏បានសួរទៅកាន់គេថាឃ្លានទៀតហើយមែនទេណែយកដើមមួយស័យទាំងអស់នេះទៅផឹកឲ្យបានច្រើនតាមដែលលបងចង់លឺបែបហ្នឹងហើយធ្វើឲ្យលបងពូរបស់យើងហ្នឹងរំភើបជាខ្លាំងហើយភ្លើងមួយហ្នឹងក៏បានយំប្រោយដោយសារតែអត់មានអ្នកគេខ្វល់មួយខ្លួនរួចក៏បានកាត់ថានេះអយុធធនណាពីរនេះឯងស្មោះស្ម័គ្រនឹងស៊ីមកចៅគ្រប់គ្នាឈួតអស់ហើយនៅពេលដែលលបងពូនឹងកំពុងតែផឹកហ្នឹងតូស្រីបានកើតចិត្តថានេះពិតជាមានអារម្មណ៍ដូចជាចិញ្ចឹមឆ្កែអញ្ចឹងបន្ទាប់មកក៏បានសួរទៅកាន់លបងពូនឹងថាហេលបងដោយសារតែលបងក៏ជាប់នឹងការងារស្រែកផ្កាដែរតែលបងដឹងអត់ថាវេនរបស់យើងនឹងចាប់នៅពេលណា
លើសំណួរតួស្រីបែបហ្នឹងល្បងពួកយើងក៏បានងើបក្បាលឆ្ងល់ហើយក៏បានដើរចេញទៅធ្វើឲ្យតួស្រីហ្នឹងដើរទៅតាមបន្ទាប់មកក៏បានគិតក្នុងចិត្តថាឃើញអត់បុគ្គលិកជើងចាស់តែងតែអាចទុកចិត្តបានជាងថៅកែដ៏អាក្រក់ការដើរតាមអ្នកដែលមានបទពិសោធន៍គឺជាផ្លូវត្រឹមត្រូវហើយសាច់រឿងក៏បានប្រាប់ថាតួស្រីយើងហ្នឹងគឺមានទស្សនវិជ្ជាការរស់រានមានជីវិតរបស់សជីវកម្មកម្រិតទី10បន្ទាប់ពីតួស្រីរបស់យើងនឹងដើរតាមលបងពួរមួយរយៈក្រោយមកក៏បានមកដល់កន្លែងមួយហើយតួស្រីយើងនឹងក៏បាននិយាយទៅកាន់លបងពួរថាលបងពួរខ្ញុំបានសួរថានៅពេលណាដែលយើងចេញពីការងារហេតុអ្វីបានជាលបងនាំខ្ញុំមកបន្ទប់ទឹកវិញតែលបងចង់និយាយថាយើងគ្រាន់តែចេញពីធ្វើការហើយតែត្រាំតែក្តៅមែនប៉ុន្តែវាត្រជាក់ណាស់នៅទីនេះណាគេចង់ងូតទឹកនៅនេះទៅតួស្រីកំពុងតែដើរបណ្ដោះហើយនិយាយបណ្ដើពេលដែលដើរសុកហ្នឹងតួស្រីក៏បានឃើញអ្វីមួយនៅខាងមុខហើយក៏បានគិតក្នុងចិត្តថាម៉ែអើយនេះជាបន្ទប់ទឹករបស់ប៉ែនោះតើហើយសាច់រឿងរបស់យើងក៏បានបញ្ចាំងឲ្យឃើញរូបសម្រស់ដ៏ផូរផង់របស់តួប្រុសយើងកំពុងតែងូតទឹកនឹងឯងធ្វើឲ្យតួស្រីរបស់យើងនឹងអៀនជាខ្លាំងហើយក៏បានគិតក្នុងចិត្តថាខ្ញុំបានឃើញដើមទ្រូងរបស់គាត់តែគាត់នឹងសម្រាប់ខ្ញុំដោយសាររឿងនេះដែរទេរត់ប៉ះសិនបើគាត់ចាប់ខ្ញុំបានណាខ្ញុំនឹងងាប់ហើយអាចោពស់តូចនេះឯងបោកយើងផងហ៎មិនក៏ឯងធ្ងន់យ៉ាងនេះតួប្រុសក៏បានកលេចឃើញតួស្រីជាមួយនឹងពស់នឹងហើយក៏បាននិយាយទៅកាន់តួស្រីថាតួស្រីលឺតួប្រុសហើយអញ្ចឹងធ្វើឲ្យតួស្រីប្រកាច់ប្រកាន់ជាខ្លាំងហើយក៏បាននិយាយថាងាប់ហើយអញងាប់ហើយហើយក៏បានងាកទៅកាន់តួប្រុសវិញនឹងលុតជង្គង់ហើយបាននិយាយថាបុព្វបុរសសូមអធិស្ឋានចំពោះការមិនគោរពរបស់សិស្សម្នាក់នេះផងសិស្សមិនបានដឹងថានេះជាបន្ទប់ទឹករបស់បុព្វបុរសទេផ្កាត្រូវបានស្រោចទឹករួចហើយដូច្នេះតែខ្ញុំអាចចេញទៅលើបានអត់តួប្រុសលឺសូរតួស្រីនិយាយអញ្ចឹងក៏បានគិតក្នុងចិត្តថាបន្ទាប់ពីតួស្រីចាំតួប្រុសមកទទួលអត់ឃើញតួប្រុសនិយាយអីតួស្រីភ័យញ័រជាខ្លាំងហើយក៏បានគិតក្នុងចិត្តបន្តថាមិនក៏គាត់មិននិយាយអីអញ្ចឹងគាត់មានកម្រងសម្រាប់ខ្ញុំទៅដឹងអីហើយបន្ទាប់ពីស្ងាត់មួយសន្ទុះតួប្រុសរបស់យើងក៏បានតបទៅកាន់តួស្រីវិញថានាងទៅចុះពេលដែលតួស្រីលឺសូរចម្លើយបែបហ្នឹងហើយដាក់មេប្រូចជាមួយនឹងពស់យកទៅហ្មងបន្ទាប់ពីតួស្រីទៅបាត់តួប្រុសក៏បានជាមួយនៅក្នុងទឹកបន្តទៀតទៅបន្ទាប់មកតួស្រីក៏បាននិយាយរៀបរាប់ប្រាប់យើងថាក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះឡៅធីងយ៉ានបានទទួលយកការងារថ្មីរបស់នាងទាំងស្រុងអ្នករួមការងារមានភាពងាយស្រួលក្នុងការនៅជាមួយចាហ្វាយស្ទើរតែមិនបង្ហាញខ្លួនដោយអត់ខ្ចោះបុព្វបុរសមកនៅជុំវិញទេដែលមានន័យថាខ្ញុំមិនចាំបាច់ខំប្រឹងធ្វើការបានការងារជាប់ពាក់ព័ន្ធនឹងបណ្ដាសានិងភ្លើងចេះសន្ធោសន្ធៅប៉ុន្តែវាអាចគ្រប់គ្រងបានក៏ឃើញថាតួស្រីចេះទឹកដាក់ភ្លើងហើយភ្លើងហ្នឹងជេរតួស្រីរហូតតែតួស្រីស្រែកថាបាត់មាត់តាមបាច់មើលតួស្រីមុខដូចមានសេចក្តីសឹកឡើយហើយបាបគេហ្នឹងនាងថែមទាំងបានរកឃើញវិធីមួយដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងរបស់នាងដោយផ្លាស់ប្ដូរទាំងស្រុងល្បងមើលណែខ្ញុំបានផ្លាស់ទីកម្រាលពូកនិងពូកលើក្រេឥឡូវនេះខ្ញុំមិនចាំបាច់ត្រូវឡើងចុះជារៀងរាល់ថ្ងៃទៀតទេពូកែមែនហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលយប់វិញតួស្រីរបស់យើងកំពុងតែគេងនៅកន្លែងគេងថ្មីរបស់តួស្រីនឹងឯងដោយនិយាយថានិយាយដោយស្មោះត្រង់ការស្នាក់នៅទីនេះមិនអាក្រក់ទេកំពុងតែដេកសក់តួស្រីរបស់យើងក៏បើកភ្នែកមកវិញហើយក៏បាននិយាយថាវាគួរឲ្យខ្លាចណាស់សូម្បីតែពេលបើកបង្អួចក៏មានខ្យល់ក្តៅក្តៅចូលដែរមិនក៏ខ្ញុំមកដេកកន្លែងបែបនេះសម្រាប់ពេលគេងរបស់ខ្ញុំតួស្រីកំពុងតែខ្លាចសក់ហ្នឹងលបងភ្លើងហ្នឹងក៏បានសើចបន្ទាប់មកតួស្រីក៏បានសួរថាឯងនឹងសើចស្អីហើយភ្លើងមួយហ្នឹងក៏បានតបទៅកាន់តួស្រីថាយប់នេះគឺជាប្រច័នថ្មីដំបូងនៅភ្នំបរិសុទ្ធ3ត្រូវបានគេឃើញក្នុងរយៈពេល500ឆ្នាំម្ដងលើបែបហ្នឹងហើយតួស្រីក៏បានសួរទៅវិញថាហើយវាមិនរួចក៏បានគិតក្នុងចិត្តថាពិភពសម័យនេះពិតជាចម្លែកណាស់ប្រច័នថ្មីលើកឡើងម្ដងរៀងរាល់500ឆ្នាំភ្លាមតួប្រុសក៏បានដើរមកហើយតួស្រីក៏បានគិតក្នុងចិត្តថាចាំតិចហេតុអ្វីបានជាសីតុណ្ហភាពធ្លាក់ចុះភ្លាមអញ្ចឹងវាជាបុព្វបុរសតើគាត់មកធ្វើអីនៅម៉ោងនេះមកសម្ដែងសិល្បៈខ្លាំងមែនហើយតួប្រុសក៏ចាប់ផ្ដើមប្រើសិលទៅលើផ្កាមួយបន្ទាប់មកក៏យកផ្កាហ្នឹងមកដាក់នៅលើដៃរបស់ខ្លួនពេលតួស្រីឃើញអញ្ចឹងហើយក៏បានគិតក្នុងចិត្តតទៀតថាកុំប្រាប់ខ្ញុំណាថាខ្ញុំទើបតែបានឃើញអានកំបាំងមួយផ្សេងទៀតរបស់គាត់គិតអញ្ចឹងហើយតួស្រីក៏បានធ្វើពោលជាដេកវិញបន្ទាប់មកក៏គិតក្នុងចិត្តតទៀតថាពេលនេះសម្រាប់បច្ចេកទេសការរស់រានមានជីវិតចុងក្រោយរបស់ខ្ញុំគឺធ្វើងាប់ខ្ញុំស្លាប់ហើយខ្ញុំអត់បានឃើញអីទាំងអស់ខ្ញុំមិនឃើញអ្វីទេខ្ញុំអត់ឃើញអ្វីទាំងអស់ខ្ញុំបានស្លាប់ហើយបើសិនបើលោកត្រូវការអ្វីមួយគ្រាន់តែបូជាវាទៅពេលដែលតួស្រីកំពុងតែគិតបដានិងធ្វើពុតជាដេកបដាតួប្រុសក៏បានយកផ្កាដែលតួប្រុសបានយកមកហ្នឹងទៅដាក់នៅចិត្តចំហតួស្រីហិតបន្ទាប់មកតួស្រីក៏បានគិតក្នុងចិត្តតទៀតក្លិនក្អូបអីណាវាពិតជាមានក្លិនល្អណាស់វាមានភាពស្រស់ស្រាយខុសពីធម្មតាដូចជាការជំរុញធម៌ពលផ្លូវចិត្តមានអារម្មណ៍ថាខ្ញុំទើបតែបានផឹកគោចូល3កំប៉ុងហើយអញ្ចឹងបន្ទាប់មកតួប្រុសហ្នឹងក៏បាននិយាយទៅកាន់តួស្រីថានាងដឹងទេថានេះជាស្អីធ្វើឲ្យតួស្រីហ្នឹងភ្ញាក់ព្រឺតែម្ដងហើយក៏បាននិយាយក្នុងចិត្តថាបុព្វបុរសបន្ទាប់ពីគិតក្នុងចិត្តហើយតួស្រីក៏បានតបទៅកាន់តួប្រុសវិញថាផ្កាឈូកក្រហមហើយតួស្រីហ្នឹងក៏បានគិតក្នុងចិត្តតចង្រៃនេះមិនត្រូវទេគាត់បានសួរខ្ញុំម្ដងរួចហើយឥឡូវមកសួរអញ្ចឹងទៀតលើចម្លើយរបស់តួស្រីហើយតួប្រុសក៏បាននិយាយទៅកាន់តួស្រីវិញថាខុសហើយនេះគឺជាការចម្រាញ់ឈាមហ្វឹងសានតើនឹងដឹងទេថាវាសម្រាប់ធ្វើអ្វី
ចារបបការនីមួយៗមានអាយុកាលរាប់ពាន់ឆ្នាំនៃការដាំដុះត្រឹមត្រូវហើយទោះយ៉ាងណាក៏ដោយបើសិនបើនាងមិនយកវាជាមួយនឹងឈាមរបស់យើងទេនោះសូម្បីតែរបបការតែមួយក៏នឹងធ្វើឲ្យរាងកាយរបស់នាងទៅជាបំណែកដែរឮបែបហ្នឹងហើយទូស្រីក៏បានយំក្នុងចិត្តហើយនិយាយថាឃើញអត់ខ្ញុំថាហើយបើខ្ញុំញ៉ាំមុននេះខ្ញុំនឹងមិនមានអ្វីក្រៅពីឈាមទេឥឡូវនេះសំណាងហើយសភាពអកតេរបស់ខ្ញុំខ្លាំងរួចហើយទូប្រុសក៏បានសួរទៅកាន់ទូស្រីទៀតថាតើនាងចង់សម្លាប់យើងឬអត់ទេរួចទូស្រីក៏បានគិតក្នុងចិត្តថាហេតុអ្វីបានជាបុព្វបុរសមានសកម្មភាពចម្លែកម៉េះនៅថ្ងៃនេះគាត់នៅតែសួរខ្ញុំនៅសំណួរដដែលតែខ្ញុំពិតជាមើលទៅដូចឃាតករមែនទេបន្ទាប់មកទូប្រុសក៏បានហុចផ្កាហ្នឹងទៅឲ្យទូស្រីរួចទូស្រីនឹងក៏បានគិតក្នុងចិត្តថាចាប្រកាសណាស់វាជាកំណត់ទ្រព្យដែលមិនអាចកាត់ថ្លៃបានប៉ុន្តែខ្ញុំក៏មិនអាចប្រើវាបានដែរចាហ្វាយល្ងងវាដូចជាផ្ដល់ឲ្យខ្ញុំនៅប្រអប់កំណត់ទ្រព្យដែលចាក់សោដែលគ្មានកូនសោចាក់អញ្ចឹងតែខ្ញុំគឺធ្វើយ៉ាងណារងចាំមើលវាឬហើយទូប្រុសក៏បាននិយាយទៅកាន់ទូស្រីតថាតើនាងកំពុងជេរយើងនៅក្នុងចិត្តមែនទូស្រីក៏ច្រឡំមាត់ដោយសារតែទូស្រីកំពុងផ្លឹកក៏ឆ្លើយទៅកាន់ទូប្រុសវិញថាចានិយាយរួចហើយក្នុងចិត្តទូស្រីក៏ចាប់ផ្ដើមប្រកែកប្រកិនបដោយហើយនិយាយថារបស់យោច្រឡំមុននិយាយកាប៉ាត់ពេលដែលលឺចម្លើយរបស់ទូស្រីត្រង់អញ្ចឹងធ្វើឲ្យទូប្រុសអស់សំណោចជាខ្លាំងហើយក៏បានសើចឡើងខ្លាំងធ្វើឲ្យទូស្រីរបស់យើងរៀងភ័យបន្តិចដែរបន្ទាប់មកក៏បានគិតក្នុងចិត្តថាហើយអ្វីបានជាចាហ្វាយមានអារម្មណ៍ល្អមែននៅយប់នេះសំណើរបស់គាត់គឺពិតជាគួរឲ្យខ្លាចណាស់ពេលដែលសោកឆ្អែតហើយទូប្រុសក៏បានងាកមកវិញចាប់ច្បាច់កទូស្រីហ្មងហើយបាននិយាយទៅកាន់ទូស្រីថានាងគិតថាយើងធ្វើរឿងចម្លែកនៅថ្ងៃនេះមែនទេទាយទៅមើលថាហេតុអីទូស្រីក៏បានតបទៅវិញថាដោយសារតែលោកកំពុងតែជិតស្លាប់ត្រូវហើយនាងពិតជាឆ្លាតណាស់